ម្ចាស់ពានរង្វាន់ស្ដេចបង្គីឆ្នាំនេះគឺលោកគូស៊ូវីងអតិថិជនញ៉ាំបង្គីរបស់អ្នកហើយពោលថ្លៃព្យាបាល 50000 យ៉ននេះអ្នកត្រូវតែចេញវាជារឿងសំហេតុផលកុំមកធ្វើមុខមាត់បែបនេះដាក់ខ្ញុំឆាប់ទៅឲ្យឆ្ងាយទៅលក់ដូរត្រូវតែមានសិលធម៌បង្គីស្អុយអស់ហើយប្រាការលេងកាត់ហើយមិនយូរមិនឆាប់នឹងមានរឿងមិនអ្នកជាស្ដេចបង្គីអ្នកអស្ចារ្យណាស់មែនទេស្ដេចបង្គីហើយមិនចេះដោះស្រាយបង្គីស្អុយទេហ៎ដាក់គ្រឿងក្រអូបដាក់ម្សៅបន្ថែមឲ្យច្រើនទៅខ្ញុំមិនជឿថាវាមិនឆ្ងាញ់នោះទេនិយាយឲ្យចំទៅគឺអ្នកឃើញខ្ញុំរកលុយបានទើបចំណែងចង់រករឿងខ្ញុំដោយចិត្តណាប៉ុន្មានឆ្នាំនេះដោយសារស្នាដៃខ្ញុំលីហាវបានទិញឡានទំនើបទិញផ្ទះធំរកលុយបានរាប់លានយ៉នដល់ពេលមានរឿងបែកជាឲ្យខ្ញុំចេញលុយសងរហូតអស់ពីខ្លួនហើយជីវិតត្រូវតែបន្តគ្រួសារទាំងមូលកំពុងរងចាំខ្ញុំចិញ្ចឹមភ្លេចវាចុះខ្ញុំទៅបើកតូបតូចមួយសិនរកលុយឲ្យបានខ្លះសិនចាំគិតបន្តលោកគូលោកត្រូវត្រៀមចិត្តទុកខ្លះទុកលោកបង្គីនៅផ្សាររាត្រីនេះបិទច្រើនណាស់ប្រហែលជា50តុកទៅហើយអ្នករស់នៅចិត្តនេះសុទ្ធតែជាអ្នកញ៉ាំអាហារជំនាញមាត់ពួកគេរើសខ្លាំងណាស់បើគិតថាខ្លួនឯងមិនមែនជាអ្នកជំនាញគួរតែគិតគូរឲ្យហើយទៅក្រែងលោអាចសងលុយតិចជាងនេះខ្ញុំគ្មានផ្លូវថយក្រោយទៀតទេសាកល្បងមើលសិនចុះអូហូស្នាដៃអ្នកមិនអន់ទេតើរបស់ដែលធ្វើមកមិនត្រឹមតែមានក្លិនឈ្ងុយទេថែមទាំងហុយឆ្ងាយទៀតផងថយចប់ហើយផ្សាររាត្រីនេះពីដើមឡើយមិនសូវមានមនុស្សទេអតិថិជននឹងត្រូវបែងចែកទៅតូបគេបែបនេះមិនបានទេបើអាជីវកម្មគេល្អពេកយើងត្រូវតែដេញគេចេញអ្នកមកថ្មីបើមិនចេះច្បាប់ទម្លាប់កុំបន្ទោសពួកយើងដែលធ្វើបាបអ្នកឲ្យសោះហើយនិយាយជាមួយអ្នកនឹងនៅធ្វើមុខដាក់ទៀតចង់រករឿងខ្លួនឯងមែនទេខ្ញុំបានបង់លុយឲ្យផ្សាររាត្រីទើបអាចមកលក់បានពួកអ្នកមានសិទ្ធិអ្វីមកធ្វើបែបនេះអ្នកគ្រាន់តែបង់លុយឲ្យការិយាល័យគ្រប់គ្រងផ្សារទើបមានសិទ្ធិមកលក់នៅទីនេះដោយសារតែគេមកញ៉ាំអីនៅកន្លែងអ្នកទើបគេមិនមកញ៉ាំនៅកន្លែងយើងនេះវាជាការខាតបង់របស់យើងអ្នកត្រូវតែសងសំណងមកយើងអ្វីមិនសមហេតុផលសោះខ្ញុំមិនធ្វើតាមអ្នកទេគ្រាន់តែជាអ្នកលក់តាមផ្លូវកុំមកនិយាយច្រើនប្រញាប់យកលុយមកបើមិនអញ្ចឹងទេកុំថាពួកយើងមិនប្រមានពួកយើងនឹងវាកំទេចទុកអ្នកចោលបើគាត់គ្រាន់តែជាអ្នកលក់តាមផ្លូវចុះអ្នកវិញជាអ្វីអូខ្ញុំគ្រាន់តែនិយាយលេងជាមួយគាត់ទេចុះហេតុអ្វីបានជាអ្នកថតវីដេអូអញ្ចឹងខ្ញុំមិនខ្វល់ថាអ្នកចង់ធ្វើបាបគាត់ឬអត់ទេតែអ្នកកុំសំបីតែគិតរឿងហ្នឹងបង្កងគាត់ឆ្ងាញ់ខ្លាំងណាស់ខ្ញុំនឹងមកញ៉ាំរាល់ថ្ងៃហើយខ្ញុំក៏រស់នៅផ្ទះល្វែងក្បែរនេះដែរបើអ្នកហ៊ានដេញគាត់ចេញខ្ញុំធានាថាអ្នកនឹងមិនបានសុខទេអូអ្នកនិយាយអីអញ្ចឹងអ្នកយល់ច្រឡំខ្ញុំហើយខ្ញុំជាមនុស្សល្អទេលោកម្ចាស់តូបអាំងសាច់អ្នកក៏ឈ្ងុយដែរខ្ញុំចង់សាកយូរហើយតែគួរឲ្យស្ដាយយប់នេះខ្ញុំឆ្អែតហើយទុកយប់ស្អែកចាំសាកយប់ស្អែកអ្នកត្រូវតែមកណាបាទប្រកាសជាមកលីហើយលោកម្ចាស់តូបជួបគ្នាថ្ងៃស្អែកកុំភ្លេចមកណាទៅវិញទៅលោកសុនខ្ញុំមើលទៅក្រុមមនុស្សមិញមិនធម្មតាទេយើងគ្រាន់តែជាអ្នករកស៊ីតូចតាចតូបលោកបង្កងអាំងនេះបើគេរកស៊ីដាច់មែនចាំយើងរកវិធីកម្ចាត់គេពេលក្រោយក៏មិនយឺតពេលដែរខ្ញុំមិនអាចទ្រាំនឹងរឿងនេះបានទេលោកម្ចាស់តូបយប់នេះពួកយើងមកច្រើនជួយរៀបចំសាច់អាំងនិងបង្កងឲ្យច្រើនបន្តិចមកបានខ្ញុំនឹងយកដែលទើបអាំងរួចក្តៅជូនបើមិនឆ្អែតហើយខ្ញុំបានគ្រប់ពេលអូវ៉ាយ៉ាងម៉េចដែរខ្ញុំមិនបានកុហកតុបនេះមើលទៅធម្មតាតែរសជាតិគឺមិនធម្មតាទេពេលមកដល់ភ្លាមខ្ញុំមើលមុខម្ចាស់តូបគឺដឹងតែម្ដងគាត់ពិតជាជំនាញមែនតែជើងរហ័សណាស់ការគ្រប់គ្រងភ្លើងគឺល្អឥតខ្ចោះនិយាយមែនមិនមែនសរសើរនេះជាបង្គានិងអាហារដែលខ្ញុំធ្លាប់ញ៉ាំឆ្ងាញ់បំផុតប៉ាក្មេងតើអ្នកមានរឿងអ្វីលាក់បាំងពួកយើងឬមែនហើយប៉ាប៉ុន្មានថ្ងៃនេះប៉ាមើលទៅហត់នឿយខ្លាំងណាស់ខ្លួនប្រាណប៉ាមានតែក្លិនផ្សែងភ្លើងតើមានរឿងអ្វីកើតឡើងលីហៅមិនឲ្យប៉ាធ្វើការនៅហាងទៀតទេប៉ាក៏មកបាក់តូបលក់នៅផ្សាររាត្រីដោយខ្លួនឯងឥឡូវការងារច្រើនជាងមុនប៉ាមិនសូវស៊ាំនឹងវាទេមិនអីទេយូរទៅប៉ានឹងស៊ាំហើយម៉ាក់បើពួកយើងទៅជួយប៉ាលក់វិញល្អទេកូនមិនចង់ឲ្យប៉ាហត់ពេកទេការងារកូនខំប្រឹងប្រឡងបានមកពិបាកណាស់កុំធ្វើរឿងអ្វីដែលខុសឲ្យសោះប៉ាកូនក៏មិនចង់ឲ្យកូនបោះបង់ការងារល្អដែរដើម្បីមកលក់ដូរតាមផ្លូវជាមួយគាត់ទេកូនជាស្រីធ្វើ
ធ្វើការងារបែបនេះមិនសមទេកូនគ្រាន់តែចង់ទៅមើលប៉ាបន្ទាប់ពីធ្វើការកូនបារម្ភថាគាត់នឹងហត់ខ្លាំងពេករហូតធ្វើឲ្យប៉ះពាល់ដល់សុខភាពស្អែកម៉ាក់ទៅជាមួយកូនដើម្បីមើលគាត់មកហើយរងចាំបន្តិចណាចិត្តរួចហើយពួកឯងមើលឲ្យច្បាស់ទៅនេះហើយលទ្ធផលនៃការមិនស្ដាប់បង្គាប់ខ្ញុំចុងក្រោយបានត្រឹមមកលក់ដូរតាមផ្លូវលក់តាមផ្លូវគួរឲ្យអាណិតណាស់គ្មានមុខមាត់គ្មានកិត្តិយសគ្មានតម្លៃអ្វីទាំងអស់រស់នៅក៏មិនស្មើនឹងស្លាប់ដែរហាហាក៏ជួយអីមិនបានដែរអ្នកណាឲ្យគាត់ប្រើវត្ថុធាតុដាំអន់ម្លេះអ្នកលក់គ្មានសិលធម៌បែបនេះលក់មិនបានយូរទេមិនយូរទេនឹងខ្សែធនម៉ាក់ពួកគេមើងងាយប៉ាពេកហើយប៉ាខំប្រឹងរកស៊ីដោយកម្លាំងញើសឈាមខ្លួនឯងតើប៉ាខុសត្រង់ណាមិននឹកស្មានថាថៅកែចាស់របស់ប៉ាមិនត្រឹមតែចិត្តខ្មៅថែមទាំងគ្មានគេខ្មាស់ទៀតកូនត្រូវតែទៅតាំងជាមួយពួកគេកូនស្រីកុំធ្វើអ្វីដោយមិនគិតឲ្យសោះកូនត្រូវគិតពីប៉ាកូនគាត់ប្រហែលជាមិនចង់ឲ្យពួកយើងឃើញទស្សនវិជ្ជាបែបនេះទេប៉ាមានជំនាញល្អដល់ថ្នាក់នេះឲ្យតែពួកយើងព្រមខំប្រឹងទាំងហើយជួយគាំទ្រប៉ាខ្ញុំជឿថាគាត់ប្រកាសជាធ្វើបានតែធ្វើបែបនេះប៉ាត្រូវរ៉ាប់រងសម្ពាធធ្ងន់ពេកហើយអ្នកធ្វើបាបគេពេកហើយខ្ញុំធ្វើការឲ្យអ្នកប៉ុន្មានឆ្នាំមកនេះរកបានលុយតែប៉ុន្មានម៉ឺនយ៉នប៉ុណ្ណោះចុងក្រោយត្រូវសងជំនួសអ្នកអស់រលីងខ្ញុំស៊ូជាមួយអ្នកមិនបានទេទើបត្រូវគេចេញមកអ្នកនៅតាមមកធ្វើបាបមនុស្សស្មោះត្រង់ដូចខ្ញុំទៀតឬបើអ្នកនៅតែបង្កាប់ខ្ញុំដល់ផ្លូវតរខ្ញុំនឹងតស៊ូជាមួយអ្នកឲ្យដល់ទីបំផុតនាំគ្នាធ្វើបាបអ្នកលក់តាមផ្លូវបែបនេះសប្បាយចិត្តណាស់មែនទេរបស់ហាងគាត់ស្រស់ឬមិនស្រស់ពួកយើងដែលជាអ្នកញ៉ាំមិនដឹងទេអ្នកទាំងអស់គ្នាពិតជាមិនដឹងអ្វីសោះម្នាក់ឈ្មោះគូនេះចិត្តខ្មៅណាស់វាដាក់តែគ្រឿងក្រអូបនិងសារធាតុគីមីចូលក្នុងបង្កងទើបអ្នកញ៉ាំមិនដឹងថាមានបញ្ហាអ្នកណាថាពិតអ្នកណាថាភូតមើលដោយខ្លួនឯងទៅបង្កងស្រស់ស្អាតដល់ថ្នាក់នេះរកកំហុសបន្តិចក៏គ្មានដែរមើលទឹកត្រាំបង្កងនេះចុះថ្លាឆ្វងនេះបញ្ជាក់ថាបង្កងត្រូវបានចិញ្ចឹមក្នុងស្អាតនិងមានអនាម័យគ្មានបញ្ហាអ្វីទាំងអស់គ្រឿងផ្សំសាមញ្ញប៉ុន្មានមុខនេះសុទ្ធតែមានស្តង់ដារត្រឹមត្រូវគ្មានគ្រឿងក្រអូបឬសារធាតុគីមីដូចដែលគេនិយាយនោះទេបានបើមិនជឿខ្ញុំមែនទេញ៉ាំទៅចាំមើលថ្ងៃណាពោស្លាប់មិនឆាប់ទៅឲ្យឆ្ងាយទៀតហ៊ានមកដាក់បណ្ដាសាពួកយើងជឿទេថាខ្ញុំនឹងបង្ហោះរូបអ្នកលើអនឡាញឲ្យអ្នកលក់ដូរលេងកើតលោកម្ចាស់ហាងលោកមានជំនាញល្អដល់ថ្នាក់នេះបង្កងក៏ស្រស់ទៀតលោកត្រូវតែផ្សព្វផ្សាយខ្លះបើមិនផ្សព្វផ្សាយតើអ្នកណាទៅដឹងខ្ញុំមិនបានគិតដល់រឿងហ្នឹងទេគិតតែពីរឿងធ្វើម្ហូបឲ្យឆ្ងាញ់ប៉ុណ្ណោះរឿងផ្សព្វផ្សាយហ្នឹងពួកខ្ញុំជួយបានពួកខ្ញុំរស់នៅជិតនេះទេបង្កើតគ្រប់ជ័យគ្នាមួយទៅថារឿងផ្សព្វផ្សាយឬដោះស្រាយជាមួយអ្នកបង្កពួកខ្ញុំសុទ្ធតែជួយបានទាំងអស់ក្រុមមនុស្សដែលមកបង្កហេតុអំបញ្ញមិញគេរត់មិនរួចទេខ្ញុំថតរូបពួកគេទុកអស់ហើយមិនយូរទេនឹងរកឃើញពួកគេជាក់ជាមិនខានទុកវាទៅអ្នកណាក៏ពិបាករកស៊ីដែរអូហូបង្កងនេះមើលទៅគួរឲ្យចង់ញ៉ាំខ្លាំងណាស់ចាំអីទៀតបន្តិចទៀតសម្រាប់ពីការងារយើងទៅសាកទាំងអស់គ្នាគាត់មានលក់សាច់អាំងទៀតលើកនេះបានញ៉ាំឲ្យឆ្អែតតែម្ដងមុនមកទីនេះខ្ញុំស្មានតែគាត់ផ្សព្វផ្សាយហួសតាមពិតទៅប្រហែលជាមិនឆ្ងាញ់ប៉ុន្មានឥឡូវទើបដឹងថាខ្ញុំគិតខុសខ្លាំងណាស់ពិតជាមិនសរសើរមិនបានមែនស្នាដៃម្ចាស់ហាងពិតជាអស្ចារ្យមែនបានញ៉ាំបង្កងនិងសាច់អាំងនៅទីនេះពិតជាសំណាងក្នុងជីវិតមែនជំរាបសួរម្ចាស់ហាងខ្ញុំជាអ្នកចូលចិត្តញ៉ាំបង្កងខ្លាំងណាស់ខ្ញុំធ្លាប់ញ៉ាំបង្កងនៅរាប់រយទីក្រុងមកហើយខ្ញុំចង់សួរអ្នកបន្តិចតើអ្នកមានទំនុកចិត្តទេថាអាចធ្វើឲ្យខ្ញុំពេញចិត្តនឹងរសជាតិរបស់អ្នកបានរសជាតិអាស្រ័យលើមាត់អ្នកញ៉ាំពិបាកនិយាយណាស់អ្នកកាន់តែនិយាយបែបនេះខ្ញុំកាន់តែមានទំនុកចិត្តលើអ្នកទីមួយពណ៌សម្បុរនិងក្លិនបង្កងរបស់អ្នកគឺលើសពីហាងដទៃឆ្ងាយណាស់បូករួមទាំងភាពស្មោះត្រង់របស់អ្នកដែលខំស្រាវជ្រាវរករសជាតិថ្មីអ្នកកាត់អីហ្នឹង
មិនស្រួលខ្លួនមែនទេខ្ញុំរស់នៅរាប់សិបឆ្នាំមកនេះមិនដែលបានញ៉ាំបង្កងឆ្ងាញ់បែបនេះទេរសជាតិដើមរបស់បង្កងលីឡំជាមួយគ្រឿងផ្សំបានយ៉ាងល្អឥតខ្ចោះវាពិតជាស័ក្តិសមនឹងគ្នាខ្លាំងណាស់បើគ្មានបទពិសោធន៍រាប់សិបឆ្នាំនឹងទេពកោសល្យទេគឺមិនអាចធ្វើបានដល់កម្រិតនេះឡើយខ្ញុំទើបតែចាំបានគាត់គឺជាអ្នកសរសេរអក្សរចំដ៏ល្បីល្បាញលោកនីហ្វៃពីមុនមានអ្នកប្រាជ្ញចូលចិត្តខ្ញានឥឡូវមានលោកនីហ្វៃចូលចិត្តបង្កងថា10ឆ្នាំមុនគាត់ធ្លាប់ដើរទស្សនកិច្ចទូទាំងប្រទេសដើម្បីស្វែងរកបង្គាដែលឆ្ងាញ់បំផុតលោកនីហ្វៃបន្ទាប់ពីបានភ្លក់បង្គារបស់ហាងនេះហើយតើលោកអាចជួយវិតម្លៃដោយត្រង់បានទេតើបង្គារបស់ហាងនេះអាចជាប់ចំណាត់ថ្នាក់កម្ពុជាទាំង300ក្នុងប្រទេសបានទេមុនពេលភ្លក់ខ្ញុំធ្លាប់បានសួរម្ចាស់ហាងដោយមិនខ្លាចជាញឹកថាតើមានទំនុកចិត្តលើរសជាតិដើម្បីធ្វើឲ្យខ្ញុំចាប់អារម្មណ៍ដែរឬទេប៉ុន្តែក្រោយពីបានញ៉ាំរួចខ្ញុំទើបដឹងថាខ្លួនឯងគ្មានសិទ្ធិអ្វីទៅវិតម្លៃគាត់ឡើយបើឲ្យខ្ញុំដាក់ចំណាត់ថ្នាក់នេះគឺជាលេខ1ក្នុងប្រទេសយ៉ាងពិតប្រាកដលីធឺជូយកទាំងអក្សរទៅផ្សាររាត្រីតំបន់ខាងត្បូងធ្វើឲ្យលឿនបំផុតលោកម្ចាស់ហាងនេះជាការទទួលស្គាល់ដ៏ធំបំផុតរបស់ខ្ញុំចំពោះលោកផ្ទាំងអក្សរនេះខ្ញុំសូមជូនលោកផ្ទាំងអក្សររបស់លោកនីហ្វៃបើមិនដល់រាប់លានក៏ប្រហែលរាប់សែនយ៉នដែរគាត់ហ៊ានឲ្យគេញីបែបនេះសោះតើហៅថាឲ្យញីយ៉ាងម៉េចនេះគឺជាទឹកចិត្តរបស់លោកនីហ្វៃតើដឹងទេម្ចាស់ហាងលើកនេះមានសំណាងហើយទៅមុខទៀតអ្នកណាហ៊ានមើលងាយគាត់ទៀតខ្ញុំគ្រាន់តែជាអ្នកចំអិនម្នាក់តើហ៊ានទទួលយកកិត្តិយសនេះដោយរបៀបហាមិនមែនត្រឹមតែខ្ញុំថែមទាំងចង់ឲ្យគ្រប់គ្នាដឹងថារសជាតិរបស់អ្នកគឺល្អបំផុតលោកនេះតើលោកឃើញទេវីដេអូដែលយើងថតកាលពីម្សិលមិញល្បីខ្លាំងណាស់ល្អនេះហើយជាអ្វីដែលខ្ញុំចង់បានរបស់ឆ្ងាញ់គួរតែល្បីល្បាញទូទាំងប្រទេសឲ្យគ្រប់គ្នាបានមកភ្លក់រសជាតិត្រូវរក្សាជំនាញនេះបន្តទៅទៀតកុំភ្លេចគោលបំណងដាំឲ្យសោះបើអ្នកមានការលំបាកអ្វីអាចទូរស័ព្ទមកខ្ញុំបានលោកនេះឥទ្ធិពលរបស់លោកពិតជាធំធេងណាស់នេះទើបតែថ្ងៃដំបូងបន្ទាប់ពីផ្សព្វផ្សាយប៉ុណ្ណោះខ្ញុំមកហាងកើឡើងច្រើនដងដោយសារមានវីដេអូណែនាំរបស់លោកម្ចាស់ហាងប្រហែលជាសប្បាយចិត្តខ្លាំងណាស់ការណែនាំគឺជារឿងសំខាន់ប៉ុន្តែរសជាតិត្រូវតែឆ្ងាញ់ទើបអាចទាក់ទាញភ្ញៀវបានយូរម្ចាស់ហាងក៏រសជាតិហាងរបស់អ្នកពិតជាមិនធម្មតាមែនកាលពីយប់មិញបន្ទាប់ពីលោកនេះត្រឡប់ទៅវិញគាត់ដេកមិនលក់សោះឡើយខ្ញុំនឹកចង់ញ៉ាំបង្កងនេះខ្លាំងណាស់បើលោកពូពេញចិត្តខ្ញុំក៏សប្បាយចិត្តដែរថ្ងៃនេះខ្ញុំសូមរ៉ាប់រងជូនលោកពូរឿងណាដាច់ដោយឡែកពីគ្នាលោកពូក៏រកស៊ីពិបាកខ្ញុំមិនឲ្យលោកពូជប់លៀងខ្ញុំទេខ្ញុំពិតជាមិននឹកស្មានដល់សោះសាច់អាំងនៅទីនេះឆ្ងាញ់មិនចាញ់បង្កងឡើយស្នាដៃលោកម្ចាស់ហាងពិតជាមិនធម្មតាមែនបើនិយាយបែបនេះគំនិតរបស់លោកពូពិតជាល្អណាស់បានប្រយោជន៍ទាំងសងខាងលោកម្ចាស់ហាងខ្ញុំចង់អញ្ជើញលោកឲ្យធ្វើជាមេចុងភៅផ្ទាល់ខ្លួនរបស់ខ្ញុំសង្ឃឹមថាលោកនឹងពិចារណាឲ្យបានដិតដល់មុនពេលដែលខ្ញុំបានភ្លក់សាច់អាំងរបស់លោកខ្ញុំធ្លាប់គិតថានឹងឲ្យប្រាក់ខែ1លានយ៉នក្នុងមួយឆ្នាំតែពេលនេះខ្ញុំបដូរចិត្តហើយខ្ញុំនឹងឲ្យលោក2លានយ៉នក្នុងមួយឆ្នាំលោកម្ចាស់ហាងសូមលោកពិចារណាឲ្យបានល្អប្រាក់ខែ2លានយ៉នតើវាខុសគ្នាប៉ុន្មានដងពីចំណូលបច្ចុប្បន្នរបស់លោកគ្រាន់តែលក់សាច់អាំងនិងបង្កងអាចរកបានដល់ទៅ2លានយ៉នខ្ញុំស្ដាប់ច្រឡំមែនទេមើលទៅស្នាដៃរបស់ម្ចាស់ហាងម្នាក់នេះពិតជាត្រូវចិត្តលោកម្ចាស់ណាស់លោកម្ចាស់ចូលចិត្តញ៉ាំបង្កងពេញមួយជីវិតជួបមេចុងភើពូកែបែបនេះប្រកាសជាមិនចង់ឲ្យរបូតដែរឡើយលោកពូកុំលើកដំកើងខ្ញុំខ្លាំងពេកអីខ្ញុំពិតជាដឹងគុណលោកពូខ្លាំងណាស់គ្រាន់តែខ្ញុំមិនចង់ចាក់ចេញពីទីនេះដោយសារតែលុយពួកគេទាំងអស់គ្នានៅទីនេះត្រូវការខ្ញុំល្អណាស់លោកនិយាយត្រូវហើយខ្ញុំពិតជាមិនអាចដោយសារតែពេញចិត្តស្នាដៃលោកហើយបង្ខំឲ្យលោកទៅជាមួយខ្ញុំនោះមិនអីទេចាំថ្ងៃក្រោយខ្ញុំនឹងមកញ៉ាំនៅទីនេះជាញឹកញាប់ល្អណាស់លោកម្ចាស់ហាងមិនបានបោះបង់ពួកយើងទេបើលោកម្ចាស់ហាងទៅបាត់ពួកយើងប្រកាសជាញ៉ាំមិនឆ្ងាញ់ដេកមិនលក់ជាមិនខានខ្ញុំពិតជាចង់ដឹងណាស់តើលោកម្ចាស់ហាងរៀនធ្វើម្ហូបពីណាបានជាពូកែម្លេះតាមពិតទៅការប្រកួតធ្វើបង្កងប៉ុន្មានឆ្នាំចុងក្រោយនេះគឺលោកម្ចាស់ហាងនេះហើយដែលឈ្នះជើងឯកគាត់គឺជាស្ដេចបង្កងដែលគ្មានអ្នកណាប្រៀបបានបង្កងដែលពួកយើងកំពុងញ៉ាំនេះឯងមិននឹកស្មានថាជាស្នាដៃរបស់ស្ដេចបង្គាវាជាកិត្តិយសសម្រាប់ពួកយើងណាស់
រឿងស្ដេចបង្គាវាជារឿងអតីតកាលទៅហើយឥឡូវនេះខ្ញុំគ្រាន់តែចង់លក់តាមចិញ្ចើមផ្លូវឲ្យអ្នកគ្រប់គ្នាបានភ្លក់ស្នាដៃរបស់ខ្ញុំប៉ុណ្ណឹងខ្ញុំពេញចិត្តខ្លាំងណាស់ហើយថ្មីនេះលោកគ្រូនីហ្វៃដែលជាអ្នកសរសេរអក្សរផ្ចង់ដ៏ល្បីល្បាញបានជួបនឹងបង្គាឆាដ៏ឆ្ងាញ់បំផុតនៅឯផ្សាររាត្រីក្នុងក្រុងរបស់យើងថែមទាំងបានសរសេរអក្សរផ្ចង់ដោយផ្ទាល់ដៃដើម្បីជូនដល់ម្ចាស់តូបគឺលោកគូស៊ូវីតោះយើងទៅមើលស្ថានភាពជាក់ស្ដែងទាំងអស់គ្នាស្អីគេហ្នឹងអាមនុស្សអន់ដែលលក់បង្គាស្អុយហ្នឹងមិនក៏បានឡើងទូទុះទៅវិញមិនអាចទៅរួចទេអ្នកសរសេរអក្សរផ្ចង់ចុះមិនសរសើរបង្គារបស់យើងថាឆ្ងាញ់ឬមួយក៏គូស៊ូវីចំណាយលុយច្រើនដើម្បីជួលលោកគ្រូនឹងមកផ្សាយឲ្យលក់តែតាមផ្លូវសោះចង់ជួលតារាមកផ្សាយដែរខ្ញុំហ៊ានភ្នាល់លោកគ្រូនឹងប្រហែលជាមិនដែលបានភ្លក់បង្គារបស់វាផងយើងមិនអាចនៅស្ងៀមបែបនេះទេបើមិនអញ្ចឹងទេមុខរបស់យើងនឹងត្រូវវាដណ្ដើមអស់ហើយពួកឯងមើលឲ្យច្បាស់ទៅមនុស្សដែលតម្រង់ជួលរងចាំទិញបង្គាវាយ៉ាងហោចណាស់ក៏រាប់រយនាក់ដែរប្រហែលជាលុយដែលវារកបានក្នុងមួយថ្ងៃច្រើនជាងយើងរកបានមួយខែទៅទៀតហាងយើងលក់មិនដាច់យើងក៏បារម្ភដែរតែពេលនេះយើងគ្មានវិធីអ្វីទេពួកឯងគ្មានវិធីមិនអីទេខ្ញុំមានវិធីច្រើនណាស់ជួលអ្នកលេងបណ្ដាញសង្គមឲ្យជេរវាបានទេកាត់ផ្ដាច់ប្រភពទំនិញវាបានទេទៅបង្កចំនួននៅហាងវាបានទេលួចដាក់ថ្នាំក្នុងបង្គាដែលវាធ្វើរួចបានទេបានវិធីនេះល្អខ្លាំងយើងនឹងធ្វើវាភ្លាមយើងមានគ្នាជាច្រើនអ្នកខ្ញុំថាបែងចែកគ្នាធ្វើទៅលោកថៅកែទើបតែប្រាប់វិធី4យ៉ាងម្នាក់ទទួលខុសត្រូវមួយមុខទៅមើលវាឲ្យជាប់យប់នេះត្រូវតែធ្វើឲ្យវាខូចឈ្មោះហាមលក់បង្គាឲ្យវាដាច់ខាតមិញនេះមានភ្ញៀវម្នាក់ញ៉ាំបង្គាហើយដួលសន្លប់ស្រាប់តែដួលសន្លប់បាត់ទៅឥឡូវបង្គាទាំងនោះក៏ងាប់អស់ដោយមិនដឹងមូលហេតុតើវាមានរឿងអីកើតឡើងទៅហេលោកម្ចាស់ហាងហ្គោកុំអស់សង្ឃឹមអីពួកយើងដឹងថាវាមិនមែនជាកំហុសរបស់លោកបើមើលតាមស្ថានភាពពេលនេះទំនងជាមានគូប្រជែងលួចធ្វើបាបហើយខ្ញុំគិតថាពួកគេប្រហែលជាមិនឈប់ត្រឹមនេះទេខ្ញុំមិនខ្លាចទេបើពួកគេពិតជាខ្លាំងមែនឲ្យគេមកជួបខ្ញុំមកលោកកុំបារម្ភអីខ្ញុំនិងលោកណៃនឹងជួយលោកអស់ពីសមត្ថភាពទើបតែនិយាយចប់ព័ត៌មាននៅលើអនឡាញក៏ផ្ទុះឡើងពេញបណ្ដាញសង្គមមនុស្សជាច្រើនកំពុងរិះគន់ស្នាដៃរបស់លោកម្ចាស់ហាងហ្គោហើយហេតុផលដែលគេលើកមកនិយាយគឺច្រើនរាប់មិនអស់ពួកនេះពិតជាមិនព្រមឈប់មែនលោកហ្គោឲ្យឥឡូវប្រភពទំនិញខ្ញុំមានបញ្ហាខ្ញុំមិនអាចផ្គត់ផ្គង់ឲ្យលោកបានទៀតលោករកវិធីផ្សេងលោកឡៃយើងធ្វើការជាមួយគ្នាជាច្រើនឆ្នាំហើយហេតុអ្វីបានជាលោកមិនព្រមផ្គត់ផ្គង់ឲ្យខ្ញុំទៀតលោកពូហ្គោសួរគេឲ្យច្បាស់សិនទៅលោកនិយាយមិនច្បាស់លាស់សោះកុំសួរទៀតអីទោះខ្ញុំមានទំនិញក៏ខ្ញុំមិនអាចលក់ឲ្យលោកដែរតើវាជានរណាទៅហេតុអ្វីបានជាអាក្រក់ម្ល៉េះនេះគឺចង់ប្រើគ្រប់វិធីដើម្បីឲ្យលោកម្ចាស់ហាងហ្គោបិទហាងមែនទេចង់កាត់ផ្លូវរស់របស់លោកម្ចាស់ហាងហ្គោមែនទេពួកយើងមិនយល់ព្រមដាច់ខាតពិតមែនហើយទោះបីជាយើងត្រូវរៃអង្គាសប្រាក់ឬប្រើទំនាក់ទំនងទាំងអស់ដែលមានក៏មិនអាចឲ្យលោកម្ចាស់ហាងហ្គោអត់បង្គាធ្វើម្ហូបដែរអរគុណអ្នកទាំងអស់គ្នាលោកម្ចាស់ហាងហ្គោកុំបារម្ភអីខ្ញុំធ្វើការដឹកជញ្ជូនតាមការរៀបចំកន្លែងលើជើងហោះហើរឲ្យលោកគឺជារឿងងាយស្រួលបំផុតធ្វើបែបនេះលោកអាចនាំចូលបង្គាពីខេត្តផ្សេងបានខ្ញុំមិនជឿទេថាអ្នកដែលនៅពីក្រោយរឿងនេះអាចមានដៃជើងវែងដល់ខេត្តផ្សេងលោកពិតជាមនុស្សល្អមែនអរគុណច្រើនហារឿងនេះទុកឲ្យខ្ញុំរៀបចំចុះអាឡូលោកចាំងមែនទេជួយសម្រួលទំនិញទាំងនោះតាមយប់នេះត្រូវតែមកដល់បង្កងទាំងនេះមិនត្រឹមតែស្រស់ទេថែមទាំងគុណភាពល្អឥតខ្ចោះទៀតបង្កងបែបនេះពេលចម្អិនរួចរសជាតិប្រកបជាកាន់តែឆ្ងាញ់ល្អណាស់បញ្ហាធំមួយនេះយើងដោះស្រាយបានហើយលោកគូអ្នកកុំបារម្ភអីពេលដោះស្រាយបញ្ហាទំនិញបានហើយពួកយើងនឹងជួយមើលការខុសត្រូវនៅទីនេះមិនឲ្យអ្នកណាដែលមិនពាក់ព័ន្ធមកក្បែរបានឡើយបងប្អូនទាំងអស់គ្នាអ្នកអាចនឹងមិនពេញចិត្តនឹងរសជាតិរបស់ខ្ញុំប៉ុន្តែសូមកុំបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំដោយអយុត្តិធម៌បង្កងដែលខ្ញុំប្រើគឺស្រស់ណាស់គ្រឿងផ្សំក៏រើសយ៉ាងសម្រិតសម្រាំងដែរបើមានអ្នកណាពិតជាមិនពេញចិត្តខ្ញុំនឹងសងលុយវិញចាត់ទុកថាខ្ញុំជូនញ៉ាំដោយឥតគិតថ្លៃចុះម្ចាស់ហាងដែលមានចិត្តទូលាយដូចលោកគូហើយមានទំនុកចិត្តលើស្នាដៃខ្លួនឯងបែបនេះពិតជាកុំមករកបានណាស់ពិតមែនហើយពួកយើងអាចជួបម្ចាស់ហាងល្អបែបនេះតើហ៊ានរកកំហុសគាត់ទៀតឬ
បងប្អូនទាំងអស់គ្នាអ្នកណាដែលចូលចិត្តរសជាតិរបស់លោកគូកុំភ្លេចជួយផ្សព្វផ្សាយផងយើងត្រូវតែជួយឲ្យអាជីវកម្មលោកគូរីកចម្រើនដើម្បីកុំឲ្យពួកអ្នកដែលលួចធ្វើបាបនៅពីក្រោយមានឱកាសជោគជ័យហារឿងអីហ្នឹងមិនមែនខ្ញុំបានឲ្យគេទៅបង្កាច់បង្ខូចស្នាដៃរបស់អាម្នាក់នេះហើយទេហេតុអ្វីបានជាស្រាប់តែល្បីខ្លាំងម្ល៉េះថែមទាំងមានអ្នកតាមដានច្រើនទៀតពិតជាខឹងខ្លាំងណាស់បងប្រុសពួកយើងបានកាត់ផ្តាច់ប្រភពទំនិញវាហើយខ្ញុំក៏បានជួលអ្នកលេងបណ្ដាញសង្គមរាប់ម៉ឺននាក់ដើម្បីបង្ខូចឈ្មោះវាដែរខ្ញុំថែមទាំងឲ្យបងប្អូនយើងទៅរកកំហុសនៅតូបវាទៀតហេតុអ្វីហាក់ដូចជាមិនបានផលមិនមែនត្រឹមតែមិនបានផលទេពេលនេះវាល្បីជាងមុនទៅទៀតពួកឯងដឹងទេលឿនឡើងភ្ញៀវមកដល់ហើយពួកអ្នករៀបចំទទួលភ្ញៀវជប់ធ្វើពុតជាល្អទៅពួកយើងមិនមែនមកទិញអីទេពួកយើងមកទាមទាររកយុទ្ធធម៌អ្នកចង់មានន័យថាម៉េចមកទាមទារយុទ្ធធម៌អីពីខ្ញុំឃើញខ្ញុំងាយស្រួលពេកមែនទេស្រួលឬអត់ពួកយើងមិនដឹងទេតែពួកយើងដឹងថាអ្នកជាអ្នកប្រាប់គេថាកុំឲ្យលក់ទំនិញឲ្យលោកមើលចុះឥឡូវលោកគាត់រកបានប្រភពទំនិញពីខេត្តក្រៅហើយឥឡូវបង្កងពួកយើងនៅសល់គោជើងលក់មិនចេញវាស្អុយអស់ហើយអ្នកដឹងទេពិតមែនហើយរឿងនេះគឺដោយសារអ្នកទាំងអស់អ្នកត្រូវតែសងការខាតបង់ឲ្យពួកយើងបើអ្នកមិនសងទេពួកយើងនឹងបែកឃ្លីរឿងអាក្រក់ដែលអ្នកធ្វើឲ្យហាងអ្នកបិទទ្វារចោលកុំមានអីនិយាយគ្នាល្អទៅគ្រាន់តែខាតបង្កងបន្តិចបន្តួចសោះខ្ញុំសង្វិញក៏បានពួកអ្នកគិតមកមើលថាខាតអស់ប៉ុន្មានខ្ញុំនឹងបើកលុយឲ្យឥឡូវនេះតម្លៃទំនិញសរុប 510,000 យ៉នពុករួមទាំងប្រាក់ចំណេញគឺ8នឹកស្មានថាថ្ងៃនេះបើកហាងបានលុយមិននឹកស្មានថាត្រូវមកសងលុយគេវិញទាំងអស់នេះគឺដោយសារអាឡូហ្គោនឹងធ្វើឲ្យខ្ញុំខាតលុយឥតប្រយោជន៍ចាប់ពីពេលនេះទៅខ្ញុំនឹងធ្វើគ្រប់យ៉ាងឲ្យវាដឹងថាខ្ញុំខ្លាំងប៉ុណ្ណាបងកុំហឹងអីអង្គុយចុះសិនទៅបងខ្ញុំមានគំនិតមួយពួកយើងអាចទៅអញ្ជើញគ្រូរបស់លោកឲ្យគាត់ទៅញ៉ាំបង្កងនៅតូបលោកហ្គោហើយរិះគន់វាមិនថាឆ្ងាញ់ឬអត់ទេគឺនិយាយឲ្យអាក្រក់ទៅឲ្យអ្នកគ្រប់គ្នាខ្លាចមិនហ៊ានធ្វើបែបនេះមិនត្រឹមតែអ្នកទិញអស់សង្ឃឹមទេសូម្បីតែលោកហ្គោខ្លួនឯងក៏នឹងខ្មាស់គេរហូតរកមុខមិនឃើញដែរល្អវិធីនេះពិតជាអស្ចារ្យណាស់ពួកអ្នកប្រញាប់ទៅស៊ើបមើលទៅថាគ្រូរបស់លោកហ្គោនៅឯណាខ្ញុំនឹងទៅជួបគាត់ដោយផ្ទាល់គ្មានបញ្ហាទេរឿងនេះទុកឲ្យពួកយើងចាត់ការចុះលោកពូវ៉ាការដែលខ្ញុំមកជួបលោកពូថ្ងៃនេះគឺចង់អញ្ជើញលោកពូឲ្យជួយចេញមុខជួយវិតម្លៃរសជាតិបង្កងរបស់អាកសាយីផងបើខ្ញុំទីមិនខុសទេគឺលោកចង់ឲ្យខ្ញុំពិតជាសមជាលោកពូវ៉ាងមែនមើលមនុស្សបានច្បាស់ណាស់ខ្ញុំពិតជាគិតបែបនេះមែននិយាយតាមត្រង់ទៅអាកសាយីនេះធ្លាប់ធ្វើការនៅហាងវាជាមនុស្សមិនស្វាខូចយូរហើយយើងមិនអាចឲ្យអ្នកដទៃចាញ់បោកមែនទេរឿងនេះពួកយើងធ្វើបានគ្រាន់តែថាកសាយីគឺជាកូនសិស្សដែលពួកយើងបង្រៀនមកផ្ទាល់ដៃពួកយើងស្រឡាញ់វាដូចកូនបង្កើតដូច្នេះលោកត្រូវតែបន្ថែមលុយឲ្យពួកសាយីឲ្យឯងចេញមុខរកស៊ីយូរឆ្នាំហើយមានមុខមាត់ខ្លាំងណាស់តើឯងភ្លេចគ្រូដូចជាខ្ញុំទៅហើយមែនទេលោកគ្រូមុខរបស់ខ្ញុំទាំងអស់គឺរៀនពីលោកគ្រូតើខ្ញុំហ៊ានភ្លេចលោកគ្រូដោយរបៀបណាបើខ្ញុំដឹងថាលោកគ្រូមកខ្ញុំប្រកាសជាចេញទៅទទួលលោកគ្រូជប់និយាយទៅយើងសុទ្ធតែជាអ្នកស្គាល់គ្នាមិនចាំបាច់ក្រែងចិត្តគ្នាទេយកម្ហូបដែលឯងធ្វើបានល្អបំផុតមកឲ្យគ្រូនេះភ្លក់មើលបន្តិចមើលទៅឯងនៅត្រូវវឹកហាត់បន្ថែមទៀតចុះគ្រូរបស់លោកគាត់នេះយ៉ាងម៉េចហ្នឹងមិនទាន់បានភ្លក់ផងបែរជាថាគេធ្វើមិនឆ្ងាញ់ទៅហើយខ្ញុំថាគាត់មិនមែនមកលេងកូនសិស្សទេគាត់មកដើម្បីបង្កចំនួនច្បាស់ណាស់បង្កចំនួនក៏បានដែរឲ្យតែគាត់អាចបង្ហាញថាគាត់ធ្វើឆ្ងាញ់ជាងរសជាតិមនុស្សអាយុ60ឆ្នាំឡើងរសជាតិក៏ចាប់ផ្ដើមថមថយនិយាយតាមត្រង់ទៅខ្ញុំមិនបានញ៉ាំអ្វីដែលឆ្ងាញ់យូរបង្កងដែលឯងធ្វើថ្ងៃនេះពិតជាធ្វើឲ្យខ្ញុំភ្ញាក់ខ្ញុំរកពាក្យអ្វីមកពណ៌នាពីភាពឆ្ងាញ់នៃបង្កងខ្ញុំមិនបានញ៉ាំអាហារឆ្ងាញ់យូរមកហើយរបស់ឆ្ងាញ់ហើយចំពោះម្ហូបបង្កងតូចដែលអ្នកបានធ្វើនៅថ្ងៃនេះពិតជាធ្វើឲ្យរសជាតិរបស់ខ្ញុំទទួលបានបទពិសោធន៍ខ្ញុំមិនអាចប្រើពាក្យសម្ដីដើម្បីពណ៌នាបានទៀតឡើយរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃបង្កងនេះអ្នកពិតជាពូកែខ្លាំងណាស់លោកគ្រូបើឆ្ងាញ់សូមញ៉ាំច្រើនទៅលោកគ្រូដឹងថាអ្នកជាចុងភៅដែលស្មោះត្រង់ទើបលោកគ្រូហ៊ាននិយាយការពិតប្រាប់អ្នកបង្កងដែលអ្នកធ្វើនេះគឺឆ្ងាញ់លើសលោកគ្រូឆ្ងាញ់ណាស់ដើមឡើយលោកគ្រូគិតថានឹងមកចាប់កំហុសអ្នកតែពេលនេះលោកគ្រូពិតជាខ្មាស់គេខ្លាំងណាស់មិនអីទេលោកគ្រូសិស្សល្អកាត់ចេញពីគ្រូដែលខ្ញុំនៅតែរងចាំលោកគ្រូជួយចាំបីឲ្យខ្ញុំកាន់តែរីកចម្រើនអ្នកមិនមែនជាអ្នកខុសទេគឺលោកគ្រូទេដែលងឹតមុខព្រោះលុយលោកគ្រូបានទទួលលុយដើម្បីមកបំផ្លាញកេរ្តិ៍ឈ្មោះអ្នកតែពេលបានញ៉ាំបង្កងរបស់អ្នកហើយលោកគ្រូក៏នឹកឃើញដល់អតីតកាលការដែលអ្នកនៅជាកូនសិស្សដ៏ស្មោះអ្នកខំប្រឹងធ្វើការជាមួយលោកគ្រូយ៉ាងលំបាកជួយការងារលោកគ្រូគ្រប់យ៉ាងមិនដែលត្អូញត្អែឡើយ
តែចុងក្រោយលោកគ្រូបែរជាមកគិតពិធីធ្វើបាបអ្នកទៅវិញហាក់ដូចជាស្នាដៃរបស់ខ្ញុំធ្វើឲ្យមនុស្សជាច្រើនមិនពេញចិត្តមិននឹកស្មានថាសូម្បីតែលោកគ្រូក៏ត្រូវគេជួលមកធ្វើបាបខ្ញុំដែរលោកម្ចាស់ហាងហ្គោសូម្បីតែលោកគ្រូរបស់អ្នកក៏ត្រូវរសជាតិបង្កងរបស់អ្នកធ្វើឲ្យរំជួលចិត្តដែរតើអ្នកនៅមានអ្វីត្រូវខូចចិត្តទៀតឲ្យតែអ្នកតាំងចិត្តធ្វើបង្កងឲ្យល្អអ្វីនឹងល្អប្រសើរឡើងពិតមែនហើយការមាក់ងាយពីអ្នកដទៃនឹងក្លាយជាជំហានដែលធ្វើឲ្យអ្នកកាន់តែខ្លាំងពិតមែនខ្ញុំនឹងឲ្យគ្រប់គ្នាបានឃើញថារសជាតិរបស់ Goshoy មិនងាយនឹងចាញ់នរណាឡើយអ្នកលេងបណ្ដាញខ្ញុំគឺជាអតីតគ្រូរបស់ Goshoy តែពេលនេះខ្ញុំគ្មានមុខនឹងនិយាយរឿងពីមុនទៀតទេខ្ញុំសូមសាររសជាតិបង្កងដែល Goshoy ធ្វើគឺពិតជាលេខ1មែនតែគោលបំណងដែលខ្ញុំមកទីនេះគឺដើម្បីមួយបង្កាច់គាត់ខ្ញុំពិតជាអាក្រក់ខ្លាំងណាស់កេរ្តិ៍ឈ្មោះរបស់ Wang Deben លើកនេះគឺចប់អស់ហើយនេះជាកម្មផលរបស់គាត់យើងមិនចាំបាច់អាណិតគាត់អ្វីដែលយើងត្រូវធ្វើពេលនេះគឺការពារទោសរបស់លោកម្ចាស់ហាងហ្គោឲ្យបានល្អពិតជាអយុត្តិធម៌មែនឲ្យតែ Goshoy ធ្វើម្ហូបឲ្យឆ្ងាញ់មិនយូរមិនឆាប់គាត់នឹងល្បីឈ្មោះជាក់ជាមិនខានខ្ញុំក៏មានឈ្មោះបោះសម្លេងខ្លះដែរពុករួមទាំងកេរ្តិ៍ឈ្មោះរបស់ Wang Deben ទៀតយើងអាចជួយផ្សព្វផ្សាយឲ្យ Goshoy បានយ៉ាងងាយពិតជាល្អណាស់ពួកយើងនឹងជួយគ្រប់គ្រងអ្នកទាំងអស់គ្នាGoshoy នេះវាដូចជាស្អិតដោយកៅអញ្ចឹងឲ្យតែខ្ញុំបើកទូរស័ព្ទគឺឃើញតែវីដេអូផ្សាយរបស់វាតើវាជួលមនុស្សប៉ុន្មានអ្នកឲ្យជួយផ្សាយសូម្បីតែ Wang Deben ក៏ទៅចូលបាក់ពួកជាមួយវាដែរបងប្រុសលើកនេះយើងខាត់ធ្ងន់ហើយខាត់លុយឲ្យ Wang Deben ឥតប្រយោជន៍វាស៊ីលុយយើងហើយមិនធ្វើការឲ្យយើងទៀតមែនហើយយើងមិនអាចទុកឲ្យរឿងនេះកន្លងផុតទៅបានទេកុំបារម្ភខ្ញុំនៅមានវិធីពីមុនខ្ញុំបានកាត់ប្រាក់ខែ Goshoy ច្រើនណាស់ឥឡូវខ្ញុំនឹងយកលុយនោះមកកម្ចាត់វាសួស្ដីមិត្តភក្តិតើអ្នកមកញ៉ាំបង្កងមែនទេឲ្យតែអ្នកមិនញ៉ាំនៅហាង Goshoy ខ្ញុំនឹងចេញថ្លៃម្ហូបឲ្យអ្នកយប់នេះមានរឿងល្អបែបនេះផងរីយប់នេះស្ថានភាពហាក់មិនស្រួលសោះឡៃថេឈទៅមើលបន្តិចទៅថាមានរឿងអ្វីបានខ្ញុំនឹងទៅភ្លាមគឺឡៃហៅម្ចាស់ហាងនោះវានៅតែមិនអស់ចិត្តមកបង្កចំនួននៅមុខហាងរីវាស្មានថាការិយាល័យគ្រប់គ្រងផ្សាររាត្រីជាកន្លែងលេងសើចមែនទេទូរស័ព្ទទៅការិយាល័យទៅឲ្យគេបញ្ជូនមនុស្សមកពិនិត្យមើលអ្នកបានរំលោភលើការប្រកួតប្រជែងដោយយកឥឡូវទៅការិយាល័យជាមួយពួកយើងពួកអ្នកគ្រាន់តែជាអ្នកយកថ្លៃតូបទេហើយអ្វីចេះដឹងរឿងគេច្រើនម្លេះកុំនិយាយច្រើនធ្វើតាមសម្រួលទៅពីនៃ 5000 យន់បងលុយរួចអ្នកអាចទៅបានថ្ងៃនេះខ្ញុំស៊ុយមែនចាំមើលសិនចុះបានណាស់Goshoyចង់លេងល្បិចដាក់ខ្ញុំមែនទេខ្ញុំទើបតែបោកយកអតិថិជនពីឯងបានប៉ុន្មានអ្នកប៉ុណ្ណោះដោយសារអ្នកទើបខ្ញុំត្រូវពីនៃអស់5000 យន់រឿងនេះមិនទាន់ចប់ទេនោះវាជាកំហុសរបស់អ្នកឯងទេមិនពាក់ព័ន្ធនឹងខ្ញុំឡើយលោកម្ចាស់ហាងលោកប្រហែលជាចាញ់បោកGoshoyហើយមែនទេខ្ញុំនិង Goshoy ជាអ្នករកស៊ីរបរដូចគ្នាហើយក៏មានគំនុំនឹងយើងរួមដៃគ្នាដោះស្រាយគាត់ទៅល្អជាងរួមដៃគ្នាតើអ្នកអាចជួយអ្វីបានខ្លះខ្ញុំដឹងថាគាត់ធ្វើដំណើរតាមផ្លូវណាហើយកន្លែងណាដែលគ្មានមនុស្សឬកាមេរ៉ាសុវត្ថិភាពដល់ពេលនោះអ្នកគ្រាន់តែរកវិធីបន្តិចបន្តួចទៅខ្ញុំនឹងធ្វើឲ្យគាត់ជួបការលំបាកមិនខានមែនហើយហេតុអ្វីខ្ញុំនឹកមិនដល់ចំណុចនេះសោះឡើយខ្ញុំខំប្រឹងសឹងស្លាប់បានត្រឹមតែរារាំងអតិថិជនគាត់បន្តិចបន្តួចប៉ុណ្ណោះបើអាចបង្កបញ្ហានៅតាមផ្លូវប្រហែលជាគាត់មិនអាចចេញលក់បានរាប់ខែលោកកូខ្ញុំពិតជាមិននឹកស្មានថាម្ចាស់ហាងដែលលោកធ្លាប់ជួបពីមុនមានចរិតអាក្រក់ដល់ថ្នាក់នេះសោះលោកធ្វើការក្រោមដៃគាត់យូរឆ្នាំបែបនេះប្រកាសជាត្រូវគេសង្កត់សង្កិនច្រើនណាស់ខ្ញុំដឹងតែខំធ្វើការរបស់ខ្ញុំប៉ុណ្ណោះមិនខ្វល់ថាអ្នកណាធ្វើអ្វីដាក់ខ្ញុំទេលោកកូខ្ញុំយល់ថាពេលថ្មីនេះលោកគួរតែប្រុងប្រយ័ត្នបន្តិចមនុស្សអាក្រក់គឺពិបាកការពារបំផុតពួកគេពោពេញដោយគំនិតអាក្រក់ហើយមិនដឹងថាមានល្បិចអ្វីខ្លះទេយប់ជ្រៅហើយខ្ញុំត្រូវរៀបចំទុកដាក់អីវ៉ាន់អ្នកទាំងពីរគួរតែត្រឡប់ទៅសម្រាប់វិញទៅឯងគឺ Goshoy មែនទេមានគេជួលឲ្យមកកាត់ដៃកាត់ជើងឯងកុំបន្ទោសពួកយើងដែលចិត្តដាច់បើបន្ទោសគឺបន្ទោសខ្លួនឯងដែលទៅបង្ករឿងជាមួយគេពួកឯងមកព្រោះឡៃហៅជួលមកមែនទេកុំស្មានថាខ្ញុំខ្លាចពួកឯងឲ្យសោះខ្វល់អីថាឯងខ្លាចឬមិនខ្លាចពួកយើងគ្រាន់តែធ្វើការតាមលុយគេប៉ុណ្ណោះបងប្អូនចាត់ការវាឲ្យចប់ទៅជើងល្អមកពីណាហ៊ានរារាំងការងារពួកយើងពួកឯងនេះឬដែលហៅថាការងារល្អចាប់ពួកវាទាំងអស់ទៅបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសសំណាងហើយដែលបងមកទាន់បើមិនអញ្ចឹងទេខ្ញុំប្រហែលជាគ្រោះថ្នាក់ហើយលោកនេះបានមើលដឹងតាំងពីយូរមកហើយថាពួកនេះមិនងាយបោះបង់ចោលទេទើបគាត់ឲ្យខ្ញុំតាមការពីអ្នកពីក្រោយសំណាងហើយដែលពួកយើងនៅក្បែរនេះទៅចុះខ្ញុំជូនអ្នកទៅមុខទៀតអរគុណច្រើនណាស់
ចាំដល់ពេលបញ្ជូនពួកវាទៅប៉ូលីសពួកគេប្រហែលជាសារភាពប្រាប់អ្នកនៅពីក្រោយហើយមិនប្រកាសថាជារឿងរបស់ Lai Hao ដែរឬអត់បើគេត្រូវគេចាប់ខ្លួនបានអ្នកក៏អាចធូរចិត្តហើយរកស៊ីបានស្រួលបួលសង្ឃឹមថាយ៉ាងនោះចុះពួកអ្នកឆាប់ទូរស័ព្ទសួរទៅមើលថាការងារទៅដល់ណាហើយខ្ញុំចង់តែដំណឹងថាគូសយត្រូវបានគេកំចាត់ចោលឆាប់នេះបានខ្ញុំនឹងសួរភ្លាមបងធំគេថាការងារនេះខូចការអស់ហើយពួកវាទាំងអស់ត្រូវបានគេចាប់ខ្លួនអស់ហើយកំពុងរងចាំយើងយកលុយទៅរត់ការឲ្យពួកវាចេញពួកអេតប្រយោជន៍ខ្ញុំមិនគួរពឹងពួកវាសោះគូសយក៏គ្រាន់តែជាអ្នកចំអិនម្នាក់តើវាមានសមត្ថភាពខ្លាំងដល់ថ្នាក់ណាទៅបងធំបើបន្តបែបនេះមិនកើតទេក្នុងនាមយើងជាអ្នកនៅពីក្រោយគេប្រកាសជាតាមរកឃើញយើងមិនខានខ្ញុំថាយើងបិទហាងមួយរយៈដើម្បីគេចមុខសិនទៅបើមើលតាមស្ថានភាពនេះមានតែធ្វើតាមនឹងហើយឡើយហៅអញប្រញាប់ប្រញ័រទៅណាមិនមែនចង់រត់ចោលស្រុកទេមែនទេបងខែបងចេះតែនិយាយលេងហើយមុខរបស់ខ្ញុំកំពុងទៅមុខហេតុអ្វីត្រូវរត់ចោលឈប់ទៅកុំស្មានថាខ្ញុំមិនដឹងរឿងមកខ្វក់របស់ឯងគេទូរស័ព្ទមកគំរាមដល់ខ្ញុំហើយឯងនៅគិតថាខ្ញុំមិនដឹងអ្វីទាំងអស់មែនទេទូរស័ព្ទគំរាមរឿងអីទៅខ្ញុំមិនដឹងរឿងអីទាំងអស់ម្យ៉ាងទៀតសម័យនេះទៅហើយមានអ្នកណាគេហ៊ានទូរស័ព្ទគំរាមទៀតឈប់សម្ដែងទៅបានទេឯងតែងតែរកបញ្ហាជាមួយ Go Show មានគេទូរស័ព្ទមកប្រាប់ខ្ញុំឲ្យខ្ញុំប្រាប់ឯងឲ្យធ្វើខ្លួនឲ្យស្រួលបួលបើមិនអញ្ចឹងទេគេនឹងមិនទុកឲ្យយើងទាំងពីរស្រួលបងស៊ូកុំបារម្ភអីរឿងតូចតាចទេខ្ញុំគ្រាន់តែលេងសើចជាមួយ Go Show ទេខ្ញុំនឹងដោះស្រាយរឿងនេះឲ្យចប់ឆាប់មិនឲ្យរឿងនេះប៉ះពាល់ដល់បងទៀតទេឲ្យបានដូចមាត់និយាយចុះបើមិនអញ្ចឹងទេកុំសង្ឃឹមថានឹងបានជួលតុបនេះបន្តទៀតឆាប់ទៅឲ្យឆ្ងាយពីមុខខ្ញុំឯងមិនជួលក៏មិនអីដែរនៅមានមនុស្សច្រើនទៀតដែលបាក់ខ្ញុំដឹងហើយខ្ញុំរកស៊ីនៅតំបន់នេះយូរឆ្នាំមកហើយទម្រាំតែបានគេឈ្មោះដល់កម្រិតនេះតែពេលនេះត្រូវ Go Show បំផ្លាញអស់រលីងបងធំ Go Show ម្នាក់នេះសំណាងណាស់យើងពិបាកនឹងដោះស្រាយខ្ញុំថាយើងប្រកួតជាមួយគេដោយត្រង់ទៅល្អជាងហាងយើងបើកមកយូរឆ្នាំហើយមិនជឿថាចាញ់តូបឲ្យតែយើងលក់តម្លៃថោកជាងយើងប្រកាសជាដណ្ដើមអតិថិជនគេបានទាំងអស់ត្រូវហើយធ្វើតាមនឹងចុះចាប់ពីពេលនេះទៅទូខាតក៏ត្រូវតែធ្វើដែរនិយាយលេងមែនទេតាំងពី Go Show ចេញទៅហាងយើងខាតរហូតឥឡូវដោយសារបញ្ចុះតម្លៃប៉ុន្មានថ្ងៃនេះទើបកាន់តែខាតធ្ងន់ធ្ងរជាងមុនបើបន្តបែបនេះទៀតហាងនេះមិនចាំបាច់បើកបន្តទៀតទេបងធំយើងខំផ្សព្វផ្សាយអស់ពីសមត្ថភាពហើយឬមួយរសជាតិយើងមិនឆ្ងាញ់ដូចគេបើអាចលួចយកបច្ចេកទេសគេមកបានប្រហែលជាហាងយើងអាចនឹងលក់ដាច់វិញហើយបើអញ្ចឹងខ្ញុំនឹងបញ្ជូនមនុស្សម្នាក់ទៅតាមដាននៅក្បែរតូបគេរាល់ថ្ងៃគេគ្រាន់តែឆាក្តាមសមុទ្រតាមមានអាចកំបាំងអ្វីទៅពេលយើងរៀនបានហើយគេនឹងចប់មិនខានចាងយុនលៀងបេសកកម្មសំខាន់ក្នុងការស៊ើបការយោshowនេះប្រគល់ឲ្យអញហើយឯងមានរូបរាងស្គមស្កាំងមើលទៅដូចជាអ្នកជំងឺអ្នកណាឃើញក៏គេដើរវាងដែរការងារនេះស័ក្តិសមនឹងអ្នកណាបងចង់ឲ្យខ្ញុំធ្វើអ្វីដែរស្លៀកពាក់ឲ្យរយៈបន្តិចទៅខ្លួនឲ្យដូចអ្នកសុំទានទៅនៅពីក្រោយតូបរបស់គូសឺវីបន្តិចទៅខ្ញុំនឹងឲ្យកាមេរ៉ាថតច្បាស់មួយទៅអ្នកថតសកម្មភាពគាត់ឲ្យរួចរាល់ហើយយកមកឲ្យខ្ញុំបើការនេះសម្រេចខ្ញុំនឹងដំឡើងតំណែងឲ្យអ្នកជាអ្នកគ្រប់គ្រងប្រាក់ខែនឹងកើនឡើងទ្វេដងបងពិតជាល្អចំពោះខ្ញុំខ្លាំងណាស់ខ្ញុំនឹងមិនភ្លេចគុណបងឡើយទៅរៀបចំខ្លួនទៅបាទបងគម្រោងនេះពិតជាអស្ចារ្យមែនហើយយើងមិនបាច់ចំណាយលុយក៏អាចលួចរូបមន្តពិសេសរបស់គូសាវីបានដែរបើរសជាតិយើងដូចគ្នាបេះបិទភ្ញៀវនឹងជ្រើសរើសហាងយើងមិនខានយ៉ាងណាហាងយើងមានកម្រិតជាងតូបតូចរបស់គេមិនអាចប្រៀបបានទេជួយផងបងសូមអាណិតឲ្យខ្ញុំញ៉ាំអីខ្លះខ្ញុំអត់បាយ3ថ្ងៃហើយទៅឲ្យឆ្ងាយទៅសេមែនបើអ្នកឧស្សាហ៍ព្យាយាមមិនខ្វះបាយហូបទេអ្នកសុំទានសម័យនេះសុទ្ធតែជាអ្នកបោកប្រាស់ខ្ញុំឈឺគ្រួសារខ្ញុំដើម្បីព្យាបាលជំងឺខ្ញុំបានចំណាយលុយអស់គ្មានសល់ខ្ញុំគ្មានជំរើសទៅមកសុំទានគេបែបនេះមនុស្សគ្រប់គ្នាមានពេលលំបាកដូចគ្នាញ៉ាំឲ្យឆ្អែតសិនទៅអរគុណលោកម្ចាស់ពិតជាអរគុណខ្លាំងណាស់អ្នកល្អនឹងទទួលបានផលល្អលោកគូបើគេជាអ្នកបោកប្រាស់វិញធ្វើម៉េចបើអញ្ចឹងក៏តាមនឹងចោះបើមនុស្សគ្រប់គ្នាមានចិត្តទូលាយដូចលោកគូពិភពលោកនេះប្រហែលជាល្អប្រសើរណាស់លោកនេះខ្ញុំស្មានតែចង់ភ្នាល់ជាមួយលោកថាតើគេជាអ្នកបោកប្រាស់ឬអត់ពេលនេះឃើញថាយើងនៅមានកម្រិតឆ្ងាយពីលោកគូលីធ្វើជូបើប៉ុន្មានថ្ងៃទៀតគេនៅតែមកទីនេះទៀតអ្នកត្រូវតែស៊ើបអង្កេតគេឲ្យច្បាស់បាទលោកនេះខ្ញុំចាំបានហើយ
ល្អណាស់អាយុនលៀងនេះពូកែពិតមែនទើបតែទៅបានមួយថ្ងៃសោះថតបានសកម្មភាពគូសូវយីធ្វើបង្កងទាំងស្រុងតែម្ដងចុះចាំអីទៀតប្រាប់ឲ្យយុនលៀងរៀបចំវីដេអូនឹងទៅយើងរៀនតាមនឹងទៅបានគ្មានបញ្ហាទេខ្ញុំនឹងទៅរៀបចំឥឡូវនេះហាហាហាបងយប់នេះខ្ញុំឆ្អែតពេកមិនសូវស្រួលខ្លួនទេខ្ញុំសុំទៅសម្រាកនៅផ្ទះសិនហើយរឿងរៀបចំឯកសារមិនប្រញាប់ទេខ្ញុំនៅតាមដាន2ថ្ងៃទៀតក៏បងយកយ៉ាងម៉េចដែរឲ្យតែបានស៊ីសំបីតែសុំទៀនក៏ឯងនេះពូកែពិតមែនពូកែរកស៊ីមែនបានហើយឯងទៅសម្រាកសិនទៅចាំមើលឲ្យច្បាស់លួចរៀនបច្ចេកទេសគេឲ្យបានល្អបើខ្ញុំធ្វើបែបហ្នឹងតើខ្ញុំនៅជាមនុស្សទៀតទេមែនហើយតើធ្វើដូចម្ដេចទើបសំគួរទៅខ្ញុំមកស៊ីរបស់បងរាល់ថ្ងៃបែបនេះតើបងរកស៊ីរបៀបម៉េចទៅអ្នកណាក៏មានពេលលំបាកដែរកុំគិតច្រើនអីបើចង់រៀនជំនាញអ្វីមួយខ្ញុំអាចបង្រៀនបានលោកគ្រូការសុំទានមិនមែនជាដំណោះស្រាយយូរអង្វែងទេលោកគូពិតជាចិត្តល្អមែនសុខចិត្តចែករំលែកអាហារឲ្យអ្នកសុំទានរាល់ថ្ងៃបើគាត់ធ្វើល្អតែម្ដងប្រហែលជាគាត់ធ្វើពុតតែគាត់ធ្វើល្អរាល់ថ្ងៃបែបនេះនេះគឺចេញពីចិត្តពិតប្រាកដហើយមនុស្សចិត្តល្អដូចលោកគូយើងគួរតែជួយផ្សព្វផ្សាយឲ្យគាត់យុនលៀងអ្វីដំណើរការទៅដោយរលូនទេរលូនល្អណាស់បងអាគូសូវយីនឹងភ្នែកមិនដល់វាមើលមិនដឹងទេថាខ្ញុំជាអ្នកសុំទានខ្លាំងៗថែមទាំងឲ្យអាហារខ្ញុំទៀតយប់នេះខ្ញុំបដូរមុំថតថ្មីសូម្បីតែគ្រឿងទេសដែលវាប្រើក៏ខ្ញុំឃើញច្បាស់ខ្លះដែរល្អណាស់មិនដល់ប៉ុន្មានថ្ងៃទៀតទេយើងនឹងដឹងពីអាថ៌កំបាំងរបស់គូសូវយីទាំងអស់ហាហាហាលោកពូនីពិតជាទីត្រូវមែនអ្នកសុំទានម្នាក់នេះមិនមែនជាអ្នកសុំទានពិតប្រថែមទាំងជាបាក់ពួករបស់លីហាវទៀតផងមនុស្សអាក្រក់ទាំងនេះចេះតែគិតតែពីធ្វើបាបអ្នកស្លូតត្រង់ទោះជាយ៉ាងណាយើងត្រូវតែប្រាប់រឿងនេះទៅប្រាប់គាត់ឲ្យបានឆាប់បំផុតចាំស្អែកពេលគាត់ចេញលក់យើងនឹងប្រាប់គាត់តែម្ដងលោកគូមានរឿងមួយយើងត្រូវតែជម្រាបលោកអ្នកសុំទានដែលលោកឲ្យលុយ2ថ្ងៃមុននេះគាត់មិនមែនជាមនុស្សល្អទេមែនហើយយប់មិញខ្ញុំតាមដានគាត់ឃើញថាគាត់ជាបាក់ពួករបស់លីហាវខ្ញុំស្មានថាពួកគេចូលមកចិត្តលោកគឺចង់លួចរៀនរូបមន្តធ្វើម្ហូបរបស់លោកតែពីមុនខ្ញុំធ្លាប់បួលគាត់ដែរខ្ញុំឲ្យគាត់រៀនជំនាញជាមួយខ្ញុំតែគាត់មិនព្រមទេចុះរឿងនេះពន្យល់យ៉ាងម៉េចលោកគូពួកយើងបានឃើញផ្ទាល់ភ្នែកហើយដឹងច្បាស់ថាគេជាអ្នកណាបើលោកចង់ដឹងរឿងលម្អិតជាងនេះតោះយើងទៅសួរនាំអ្នកសុំទានខ្លាំងៗនេះទាំងអស់គ្នាយ៉ាងម៉េចដែរមិនបាច់ទេជីវិតគាត់ក៏មិនស្រួលប៉ុន្មានចុះលោកគាត់ជាអ្នកបោកប្រាស់តើមានអ្វីដែលមិនស្រួលនោះរាល់ថ្ងៃគាត់មកអង្គុយសុំទាននៅទីនេះស្លៀកពាក់ខោអាវចាស់ត្រូវគេមើលងាយគ្រប់យ៉ាងបើធៀបនឹងគាត់ជីវិតពួកយើងនៅល្អជាងច្រើនណាស់បើអាចលើកលែងឲ្យគាត់បានក៏លើកលែងទៅម្យ៉ាងទៀតគាត់មកចាំឃ្លាំមើលខ្ញុំរាល់ថ្ងៃមិនថាមកបង្កបញ្ហាឬមកលួចរៀនជំនាញខ្ញុំឥឡូវមានអ្នកចិត្តល្អជួយមើលការខុសត្រូវឲ្យខ្ញុំច្រើនម្ល៉េះបង្គាប្រកាសជាមិនមានបញ្ហាអ្វីទេចំណែកជំនាញរបស់ខ្ញុំវិញខ្ញុំក៏មិនខ្លាចគាត់លួចរៀនដែរបើពួកលោកទៅប៉កអាក្រាតគាត់នៅទីសាធារណៈតើថ្ងៃក្រោយគាត់នឹងយកមុខទៅទុកឯណាលោកគូទឹកចិត្តរបស់លោកពិតជាធំធេងណាស់មុននេះពួកយើងគិតខ្លីពេកហើយពេលបានស្ដាប់លោកនិយាយបែបនេះទើបតែដឹងខ្លួនថាធ្វើខុសចុះយើងត្រូវធ្វើម៉េចទៀតទុកឲ្យគេមកបោកប្រាស់យើងបែបនេះមែនទេចាំខ្ញុំទៅនិយាយជាមួយគេសិនឥឡូវខ្ញុំដឹងថាឯងមិនមែនមកសុំទានពិតប្រាកដទេមានគេដឹងពីបំណងពិតរបស់ឯងអស់ហើយឥឡូវឯងមានផ្លូវពីរត្រូវជ្រើសរើសទី1រៀនជំនាញពីខ្ញុំដើម្បីរកស៊ីចិញ្ចឹមជីវិតខ្លួនឯងទី2បើមិនចង់រៀនកុំមកទីចាត់ទុកថាខ្ញុំមិនដែលឃើញឯងបងបងដឹងថាខ្ញុំមកបោកប្រាស់បងហើយតែបងនៅតែព្រមបង្រៀនរូបមន្តបង្កងឲ្យខ្ញុំទៀតពីមុនខ្ញុំស្មានថាបងល្បីឈ្មោះខ្លាំងបែបនេះពេលដឹងថាខ្ញុំជាអ្នកណាបងប្រកាសជាមិនឲ្យខ្ញុំរស់នៅទីនេះបានឡើយឥឡូវទើបដឹងថាខ្ញុំពិតជាគិតអាក្រក់លើមនុស្សល្អមែនរឿងនឹងមិនអីទេខ្ញុំក៏មិនបានគិតច្រើនដែរខ្ញុំគ្រាន់តែមិនចង់ឃើញឯងរស់នៅបែបនេះបងយកខ្ញុំដឹងកំហុសហើយចាប់ពីពេលនេះទៅខ្ញុំលែងធ្វើបាបបងទៀតហើយទាំងអស់នេះគឺមកពីឡៃហៅបញ្ជាឲ្យខ្ញុំធ្វើខ្ញុំក៏គ្មានជំរឿដែរខ្ញុំនឹងទៅប្រាប់ឡៃហៅថាល្បិចចោះខ្វាក់របស់គេពួកយើងដឹងអស់ហើយបើគេនៅតែចង់មករករឿងបងយកទៀតយើងនឹងមិនទុកឲ្យគេសុខឡើយពួកអ្នកទាំងអស់គ្នាកុំបារម្ភអីខ្ញុំនឹងមិនទៅជួបឡៃហៅទៀតទេ
គេជាមនុស្សបែបណាខ្ញុំដឹងច្បាស់ណាស់មិននឹកស្មានថាឡើយហៅមកក្រាស់ដល់ថ្នាក់នេះរៀបចំផែនការមកកម្ចាត់បងទុកជាមុនទៀតគេចង់លួចរៀនជំនាញនឹងរូបមន្តរបស់បងដើម្បីយកទៅធ្វើតាមឲ្យដូចបងសំណាងហើយដែលយើងដឹងតាន់ទើបបកអាក្រាតល្បិចករបស់គេបានទោះជាគេលួចរៀនជំនាញខ្ញុំបានក៏ដោយក៏គេធ្វើមិនបានរសជាតិដូចខ្ញុំដែរមនុស្សចិត្តមិនបរិសុទ្ធធ្វើម្ហូបយ៉ាងម៉េចនឹងឆ្ងាញ់ទៅចុះយ៉ាងឡើងទៅណាហើយយប់ជ្រៅហើយនៅមិនទាន់ឃើញមកទៀតប្រហែលជាគេកំពុងរៀបចំឯកសារបន្តិចទៀតប្រហែលជាមកដល់ហើយក៏អាចថាបានដែរចាំខ្ញុំទេទៅសួរគេមើលថាមានរឿងអីមានរឿងអីអាម្នាក់នោះភ្លុកខ្ញុំបាត់ហើយចប់ហើយវាប្រហែលជាយកឯកសាររត់ចោលទៅរកស៊ីខ្លួនឯងហើយអញ្ចឹងទេក៏វាទៅចូលបាក់ពុកជាមួយ Go Shoy ដែរអា Go Shoy នេះខ្ញុំមិនទុកវាឲ្យសុខទេចាប់ពីស្អែកទៅពួកឯងបែងចែកជាពីរក្រុមមួយជួយផ្សព្វផ្សាយបន្ថែមក្រុមមួយទៀតតាមខ្ញុំទៅរកបញ្ហា Go Shoy ខ្ញុំមិនជឿថាវាគ្មានចំណុចខ្សោយនោះទេឲ្យតែយើងចាំឱកាសប្រកាសជាដណ្ដើមមុខរបរវាបានឲ្យតែបងចេញមុខរឿងនេះប្រកាសជាសម្រេច Go Shoy លើថាឯងរកស៊ីបានល្អណាស់មួយរយៈនេះមុខរបរក៏ទៅមុខបានមើលទៅមនុស្សដូចឯងពិតជាស័ក្តិសមនឹងនៅកន្លែងដូចជាគំនោសម្រាមនេះធ្វើការណាស់ចង់ញ៉ាំក៏ញ៉ាំទៅមិនញ៉ាំទេក៏ទៅបាត់ទៅឯងអ៊ូអ្វីម្លេះគ្រាន់តែភ្ញៀវច្រើនជាងហាងយើងបន្តិចបន្តួចបើឯងចេះនិយាយស្ដីឲ្យស្រួលបួរមិនបានជឿអត់ថាពួកយើងនឹងរុះរើកន្លែងឯងចោលហាហាហើយពួកយើងក៏មិនមែនជាមនុស្សគ្មានហេតុផលដែរឲ្យតែបង្កងឯងធ្វើឆ្ងាញ់ពួកយើងនឹងមិនរកបញ្ហាឯងទេប៉ុន្តែប្រសិនបើរសជាតិមិនឆ្ងាញ់នោះទេឯងត្រូវទទួលខុសត្រូវខ្លួនឯងហើយខ្ញុំមិនមែនក្មេងឲ្យពួកឯងគំរាមទេញ៉ាំទៅញ៉ាំហើយទៅបាត់ទៅពួកយើងចង់ទៅមិនទៅជារឿងរបស់ពួកយើងភ្ញៀវគឺជាព្រះឯងហ៊ានដេញពួកយើងមែនទេពិតមែនហើយនិយាយទៅឯងធ្វើបាត់ប្អូនម្នាក់របស់ពួកយើងនៅមិនទាន់គិតលេខជាមួយអ្នកសុំទានម្នាក់នោះតាមពិតពួកឯងជាអ្នកបញ្ជូនមកខ្លាញ់ខ្លួនមែនទេខ្ញុំក៏ខ្ជិលនិយាយវៀងវៃជាមួយខ្ញុំបញ្ជូនវាឲ្យមកលួចរៀនបច្ចេកទេសឯងឥឡូវនេះវារកមិនឃើញតើឯងបារម្ភខ្លាចបែកឃ្លីបច្ចេកទេសខ្លួនឯងទើបសម្លាប់វាចោលមែនទេឯងប្រាប់ការពិតមកបើមិនអញ្ចឹងទេពួកយើងនឹងទៅរាយការណ៍ជូនប៉ូលីសគេថាអ្នកធ្វើឲ្យគេត្រូវតែចាប់អ្នកដាក់គុកអ្នកនៅមានមុខមកនិយាយរឿងនេះទៀតប្រុសម្នាក់នោះធ្វើការនៅហាងអ្នកគេរងទុកវេទនាប៉ុណ្ណាបើមិនមែនបានលោកគូជួយសង្គ្រោះទេនោះម្លេះសុំគេគិតខ្លីសម្រាប់ខ្លួនបាត់ទៅហើយមនុស្សដែលគួរតែត្រូវចាប់ខ្លួនពិតប្រាកដនោះគឺម្ចាស់ហាងចិត្តខ្មៅដូចជាអ្នកនេះឯងអ្នកដែលខ្លាញ់ខ្លួនជាអ្នកសុំទានម្នាក់រាល់ថ្ងៃនេះទទួលបានការជួយជ្រោមជ្រែងពីលោកគូគាត់និយាយថាគាត់មិនជឿថាលើโลกនេះមានមនុស្សល្អទេតែពេលនេះគាត់បានផ្លាស់ប្ដូរគំនិតគាត់ត្រឡប់ទៅស្រុកកំណើតវិញដោយក្តីសុខលោកគូកុំចេះតែលើកជើងខ្លួនឯងពេកក្រៅពីជៀនបង្កងអ្នកចេះធ្វើអីទៀតអាមនុស្សគ្មានសមត្ថភាពបែរជាខ្លាចជាអ្នកប្រឹក្សាផ្លូវចិត្តទៅវិញបើអ្នកជាអ្នកប្រឹក្សាផ្លូវចិត្តខ្ញុំក៏ជាវីរបុរសដែរហាហានេះវាជារឿងកំ pl ែងមែនរសជាតិបង្កងនេះមិនធម្មតាទេខុសពីហាងយើងឆ្ងាញ់ណាស់វាខុសគ្នាដាច់តែម្ដងខ្ញុំមិនដែលបានញ៉ាំបង្កងឆ្ងាញ់បែបនេះទេនេះពិតជាអាហារដែលយើងអាចញ៉ាំបានមែនពួកឯងនិយាយស្អីគ្នាហ្នឹងខ្ញុំមិនជឿទេត្រឹមតែបង្កងមួយចានតើវាអាចឆ្ងាញ់ដល់ថ្នាក់ហ្នឹងមែនទេលោកគូអ្នកលាក់ក្បាច់មែនទេកាលពីអ្នកធ្វើការនៅហាងខ្ញុំហេតុអ្វីខ្ញុំមិនចាំអ្នកធ្វើបង្កងឆ្ងាញ់បែបនេះសោះពីមុនអ្នកមិនដែលមើលឃើញតម្លៃហើយក៏មិនដែលមើលឃើញតម្លៃបង្កងដែលខ្ញុំពីមុនមកអ្នកមិនដែលបានញ៉ាំស្នាដៃខ្ញុំទេលោកម្ចាស់នោះហើយគឺជាការខាតបង់របស់អ្នកបង្កងនេះឆ្ងាញ់ខ្លាំងណាស់រសជាតិគឺលេខ1តែម្ដងបានញ៉ាំបង្កងមួយមាត់នេះហើយខ្ញុំមានអារម្មណ៍ថាជីវិតកន្លងមកគឺឥតប្រយោជន៍លោកម្ចាស់បើហាងយើងធ្វើបានឆ្ងាញ់បែបនេះម្លេះសមមិនខ្វះភ្ញៀវទេពួកឯងទាំងអស់គ្នាស្ងាត់មាត់ទៅហាងខ្ញុំលីហៅគឺជាហាងលក់បង្កងអាំងត្រឹមត្រូវតែអាចចាក់រុះរើតូបរបស់វាចោលឲ្យអស់ទៅអាហារមិនឆ្ងាញ់បែបនេះមិនអាចឲ្យវាបន្តធ្វើមិនអាចបណ្ដោយឲ្យគាត់បន្តធ្វើបាបអ្នកដទៃទៀតបានទេអ្នកមិនដែលចេះគោរពស្នាដៃទេហើយក៏មិនចេះគោរពគ្រឿងផ្សំដែរបានជាមុខរបរអ្នកនៅតែដែលបែបនេះពួកអ្នកចង់ធ្វើអីកាន់តែទូរស័ព្ទថតយកគិតថាខ្ញុំខ្លាចពួកអ្នកមែនទេបងមនុស្សច្រើនណាស់យើងពិបាកធ្វើសកម្មភាពណាស់ឈប់ត្រឹមនឹងទៅនឹងហើយស្នាដៃរបស់លោកគោធ្វើបង្កងនេះគឺល្អឥតខ្ចោះមែនយើងរកកំហុសគាត់មិនឃើញសោះបើមិនមែនព្រោះតែអ្នករញចានបាយផ្កាប់ទេខ្ញុំប្រហែលជាអាចញ៉ាំបាន3គីឡូធ្វើឲ្យខ្ញុំឃ្លានចង់ញ៉ាំទៀតហើយលោកគោថ្ងៃនេះសំណាងហើយតែចាំទុកឲ្យល្អឲ្យតែអ្នកនៅតែលក់បង្កងនេះខ្ញុំមិនទុកឲ្យអ្នកនៅសុខឡើយអូហូថ្ងៃនេះនៅទីនេះអួររំលេះពួកនេះប្រហែលជាមកបង្កចំនួនទៀតហើយឆាប់ទៅរុញទប់លោកគោចោលទៅលោកគោលើកនេះពួកយើងមកគឺនាំដំណឹងល្អមកប្រាប់ដោយសារគ្រប់គ្នាចូលចិត្តបង្កងរបស់អ្នកខ្លាំងណាស់ទើបពួកយើងបានបង្កើតក្រុមមួយត្រៀមរៀបចំការប្រកួតធ្វើបង្កងក្នុងរយៈពេល10ថ្ងៃទៀតអ្នកលក់បង្កងក្នុងក្រុងទាំងអស់អាចចូលរួមបានតើអ្នកចាប់អារម្មណ៍ទេខ្ញុំគ្រាន់តែជាអ្នកលក់តូចតាចមិនសមនឹងចូលរួមការប្រកួតធំដុំទេលោកគោការប្រកួតលើកនេះគឺរៀបចំឡើងព្រោះតែលោកបំណងរបស់ពួកយើងគឺល្អណាស់ចង់ឲ្យអ្នកលក់បង្កងទាំងអស់ក្នុងក្រុងមកចូលរួម
ដើម្បីប្រកួតប្រជែងរសជាតិជាមួយសង្ឃឹមថាលោកយកពីចិត្តពួកយើងគូជួយអ្នកមិនមែននិយាយថាខ្ញុំមិនគោរពស្នាដៃមិនគោរពគ្រឿងផ្សំទេបើអ្នកពូកែពិតមែនឆ្លៀតឱកាសនេះមកប្រកួតជាមួយខ្ញុំមកខ្ញុំចង់ឃើញណាស់ថាអ្នកដែលគ្មានសមត្ថភាពដូចអ្នកធ្វើបង្កងបានកម្រិតណានេះជាអ្វីដែលអ្នករកខ្លួនឯងទេកុំតន់អួតអាងអីខ្ញុំខ្លាចតែអ្នកទេដែលនឹងត្រូវអាម៉ាស់មុខពួកអ្នកចិត្តល្អទាំងនេះដើម្បីផ្សព្វផ្សាយឲ្យអ្នកទើបរៀបចំការប្រកួតនេះឡើងបើចុងក្រោយខ្ញុំជាអ្នកឈ្នះនោះពួកគេនឹងអ្នកប្រហែលជាត្រូវខ្មាស់គេហើយពួកយើងអាចឲ្យអ្នកចូលរួមបានតែពេលនេះសូមអ្នកចេញទៅភ្លាមទីនេះមិនស្វាគមន៍អ្នកទេលោកម្ចាស់ហាងតើលោកមិនចង់ឲ្យមនុស្សកាន់តែច្រើនបានភ្លក់រសជាតិម្ហូបលោកទេនេះគឺជាឱកាសដ៏ល្អបំផុតហើយពិតមែនហើយមានមនុស្សច្រើនណាស់ដែលមិនជឿជាក់អ្វីលោកមិនចេញមុខមកបង្ហាញឲ្យគេឃើញពួកគេបានឃើញទោះបីជាត្រូវសែងយើងក៏ត្រូវតែនាំលោកម្ចាស់ហាងយកទៅកាន់កន្លែងប្រកួតបានហើយខ្ញុំនឹងចូលរួមការប្រកួតបង្កងនេះខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាពទៅបញ្ចេញស្នាដៃពិតប្រាកដរបស់លោកមកពីមុនមកខ្ញុំមិនដែលទទួលបានឱកាសឡើងឆាកប្រកួតធំបែបនេះទេអាចនិយាយបានថាលោកបានជួយសម្រេចក្តីស្រមៃជំនួសខ្ញុំដែរលោកម្ចាស់ហាង Go ខ្ញុំមានរឿងមួយចង់សុំមិនដឹងថាលោកអាចយល់ព្រមបានលោកនិងលោកណៃបានជួយខ្ញុំច្រើនណាស់រឿងអ្វីដែលខ្ញុំអាចធ្វើបានខ្ញុំនឹងមិនបដិសេធឡើយខ្ញុំចង់ឲ្យលោកជួយបង្រៀនបច្ចេកទេសខ្លះដល់ខ្ញុំក៏ចង់ចូលរួមប្រកួតប្រជែងធ្វើបង្កងលើកនេះដែរនិយាយតាមត្រង់ចុះតាំងពីបានរៀនជាមួយលោកណៃជាច្រើនឆ្នាំមកខ្ញុំតែងតែខំសិក្សាស្រាវជ្រាវពីរបៀបឆាបង្កងជានិច្ចដូច្នេះការប្រកួតលើកនេះខ្ញុំក៏ចង់ឡើងទៅប្រកួតជាមួយអ្នកដទៃដែរគ្រាន់តែខ្ញុំមិនសូវមានទំនុកចិត្តលើស្នាដៃខ្លួនឯងខ្ញុំអាចបង្រៀនលោកបានយ៉ាងណាមិញបើគ្មានលោកនិងលោកណៃជួយទេប្រហែលជាខ្ញុំគ្មានកន្លែងលក់ដូរដូចសប្តាហ៍ថ្ងៃនេះទេម្យ៉ាងទៀតខ្ញុំរកស៊ីដោយសមត្ថភាពខ្លួនឯងមិនមែនពឹងលើរូបមន្តសម្ងាត់អ្វីនោះទេដូច្នេះខ្ញុំអាចបង្រៀនលោកបានពិតជាល្អណាស់ចាប់ពីពេលនេះទៅខ្ញុំគឺជាកូនសិស្សរបស់លោកហើយលោកគ្រូយកខ្ញុំនឹងខំរៀនឲ្យអស់ពីសមត្ថភាពនិងមិនធ្វើឲ្យលោកគ្រូខកបំណងឡើយការគ្រប់គ្រងកម្ដៅប្រេងរបស់លោកគឺមិនអន់ទេខ្ញុំមើលដឹងថាលោកមានមូលដ្ឋានគ្រឹះខ្លះដែរគ្រាន់តែពេលដាក់បង្កងចូលក្នុងផ្ទះជំហានរបស់លោកចាប់ផ្ដើមញញែចំណុចនេះត្រូវតែកែសម្រួលលោកគ្រូ Go ខ្ញុំនឹងចងចាំពាក្យលោកគ្រូឲ្យបានល្អលោកម្ចាស់ហាង Go ពិតជាមនុស្សចិត្តទូលាយមែនហ៊ានចែករំលែកស្នាដៃពិតរបស់ខ្លួនចុងភៅដែលមានចិត្តទូលាយបែបនេះទើបហៅថាជាចុងភៅពិតប្រាកដពេលនេះខ្ញុំរងចាំមើលមិនលោកគួយនឹងកូនសិស្សថ្មីរបស់គាត់តើនៅក្នុងការប្រកួតនេះពួកគេនឹងទទួលបានលទ្ធផលបែបណាការប្រកួតលើកនេះបានប្រមូលផ្ដុំមេចុងភៅបង្គាខ្យងទូទាំងក្រុងមកប្រជែងគ្នានៅទីនេះការប្រកួតចាប់ផ្ដើមហើយសូមឲ្យបេក្ខជនទាំងអស់ធ្វើឲ្យរួចរាល់ក្នុងរយៈពេលកន្លះម៉ោងបង្គាខ្យងលោកគ្រូការប្រកួតចាប់ផ្ដើមហើយស៊ូយើងរួមគ្នាខំប្រឹងទាំងអស់គ្នាមើលក្បាច់ធ្វើរបស់លោកគួយទៅហាក់ដូចជាមិនខុសពីមេចុងភៅដទៃប៉ុន្មានទេនោះគ្រាន់តែមើលពីក្រៅទេតាមពិតបើអ្នកសង្កេតមើលឲ្យច្បាស់គ្រប់ដំណាក់កាលសុទ្ធតែមានភាពខុសគ្នាម្នាក់ចំពោះការរៀបចំគ្រឿងផ្សំសុទ្ធតែមានការយល់ឃើញខុសគ្នាចាំមើលបន្តទៀតទៅនឹងឲ្យស្នាដៃខ្ញុំស្មានថាអ្នកមានអ្វីពិសេសជាងនេះតាមពិតក៏ត្រឹមតែប៉ុណ្ណឹងសោះបើកម្រិតរបស់អ្នកមានតែប៉ុណ្ណឹងការប្រកួតនេះខ្ញុំនឹងឈ្នះដាច់តែម្ដងហាងបង្គាខ្ញុំបើកលក់រាប់ឆ្នាំមកហើយគ្រាន់តែឈ្មោះរបស់ខ្ញុំក៏ល្បីជាងអ្នកមិនដឹងប៉ុន្មានដងដែរអ្នកណាគេនឹងមិនក៏មើលទៅមិនដូចមនុស្សធម្មតាគ្រាន់តែធ្វើបង្គាខ្យងសោះចាំបាច់ធ្វើហួសហេតុម្លេះអ្នកមិនយល់ទេគេហៅថាធ្វើខ្លួនឲ្យគេចាប់អារម្មណ៍ចង់ឲ្យយើងចាប់អារម្មណ៍គេនឹងឯងលោកគួយពិតជាមិនធម្មតាមែនទើបតែបន្តិចសោះឈ្មោះឡើងហើយអ្នកមើលក្បាច់ដែលលោកគួយទៅរហ័សរហួនណាស់មើលទៅពិតជាជក់ចិត្តមែនខ្ញុំពិតជាចំណែនគណៈកម្មដែលបានភ្លក់អាហារឆ្ងាញ់បែបនេះខ្ញុំធ្វើតាមជំហានដែរលោកគ្រូគួយបង្រៀនទាំងស្រុងតែរឿងល្បឿនមិនក៏យឺតជាងគេម្លេះកុំភ័យការប្រកួតធ្វើម្ហូបគឺប្រកួតលើរសជាតិមិនមែនប្រកួតលើល្បឿនទេពួកគេចង់ឲ្យសាច់បង្គាខ្យងទន់ទើបកាត់បន្ថយពេលវេលាចម្អិនតែចំណុចខ្សោយគឺបង្គាខ្យងមិនសូវចូលជាតិទឹកស៊ុបនោះទេរសជាតិមិនឆ្ងាញ់ដូចរបស់យើងទេអូអញ្ចឹងទេហេបើអញ្ចឹងខ្ញុំអស់បារម្ភហើយឈ្មោះម្លេះនេះជាស្នាដៃលោកគូមែនទេចុះសួរទៀតហេមានតែលោកគូម្នាក់គត់ដែលធ្វើរសជាតិបែបនេះបានពួកអ្នកឯងមើលមិនដឹងសោះសំមុខហើយដែលមិនបានញ៉ាំរបស់ឆ្ងាញ់ពួកអ្នកមិនទាន់ឃើញទេហេបង្កងរបស់ខ្ញុំក៏ទើបតែឆ្អិនដែរបើបង្កងរបស់ខ្ញុំមិនបានលេខ1ទេខ្ញុំនឹង live វីដេអូកំទេចហាងខ្លួនឯងចោលរសជាតិបង្កងនេះឆ្ងាញ់មែនរសជាតិដិតល្អណាស់ទឹកជ្រលក់ក៏ខាប់គ្រប់យ៉ាងគឺធ្វើបានល្អឥតខ្ចោះត្រូវហើយសំបីតែការដាក់ក៏ល្អដាច់គេក្នុងការប្រកួតនេះដែរឃើញទេខ្ញុំថាហើយអាពូអនគឺនៅតែអនធ្វើម៉េចនឹងប្រៀបជាមួយអ្នកជំនាញដូចខ្ញុំបានមិនស្រួលទេហេតុអ្វីបានជាបង្កងរបស់គូឈ្មោះម្លេះលោកដាក់ថ្នាំអ្វីមែនទេភុស្តាំងណែណាត្រូវការភុស្តាំងអីទៀតច្រមុះខ្ញុំនេះហើយជាភុស្តាំងក្លិនឈ្ងុយបែបនេះមនុស្សធម្មតាមិនអាចធ្វើបានទេបើលោកធ្វើមិនបានកុំស្មានថាអ្នកដទៃធ្វើមិនបាន
លោកគូលោកឃើញទេគណៈកម្មការញ៉ាំបង្កងរបស់លោកហើយគឺស្ងាត់មាត់ឈឹងតែម្ដងនេះបញ្ជាក់ថាដៃលោកអន់ពេកធ្វើបង្កងមកគឺស្អុយខ្លាំងណាស់លោកគូរសជាតិបង្កងរបស់លោកគឺឆ្ងាញ់ជាងមុនទៅទៀតថ្មីនេះខ្ញុំយល់ដឹងច្រើនជាងខ្ញុំក៏បានកែសម្រួលរូបមន្តខ្លះបានជាគណៈកម្មការទាំងញ៉ាំបង្កងរបស់លោកហើយនៅស្ងៀមមិននិយាយអ្វីសោះប្រហែលជាពួកគេមិនដែលបានញ៉ាំរបស់ឆ្ងាញ់បែបនេះពីមុនមកទេហេវ៉ាងតាពីនលោកជាគ្រូរបស់គូប្រកាសជាត្រូវប៉ាន់គេហើយគណៈកម្មការមិនទាន់និយាយអ្វីផងលោកមកសរសើរគេធ្វើអីបើលោកមិនជឿក៏តាមចិត្តលោកចុះអ្នកគួរតែជឿលើគណៈកម្មការខ្លះទៅនេះជាលទ្ធផលនៃការបោះឆ្នោតរបស់គ្រប់គ្នាគឺមានភាពយុត្តិធម៌ណាស់ប្រកាសលទ្ធផលមកប្រកាសប្រាប់គ្រប់គ្នាថាខ្ញុំជាលេខ1លោកគណៈកម្មការទាំង3សូមពិភាក្សាគ្នាទៅមើលថាតើត្រូវកំណត់ពិន្ទុចុងក្រោយយ៉ាងណាលេខ3លីហាលេខ2លីឆុងខ្វាងលេខ1គូសឺវីនេះវាជារឿងអ្វីទៅពួកអ្នកកំពុងតែលេងសើចនឹងខ្ញុំមែនទេលីឆុងខ្វាងជាលេខារបស់នីហ្វៃគាត់ចេះឆាក្តាមអីទៅហេតុអ្វីបានជាឲ្យគាត់លេខ2សាក់ភ្លុកមើលទៅនេះជាក្តាមដែលលីធ្វើជូឆានៅចំពោះមុខគ្រប់គ្នាក្លិនក្រអូបរបស់ក្តាមនេះហេតុអ្វីបានជាដូចរបស់គូសឺវីម្លេះលីធ្វើជូបានលើគូសឺវីជាគ្រូហើយពួកគេធ្វើម្ហូបមុខតែមួយតើមិនឲ្យក្រអូបយ៉ាងម៉េចតើជំនាញរបស់ខ្ញុំយ៉ាងម៉េចធ្វើការនៅហាងខ្ញុំយូរមកហើយមិនព្រមប្រាប់រូបមន្តសម្ងាត់ឲ្យខ្ញុំសោះបែរជាទៅធ្វើល្អដាក់អ្នកក្រៅទៅវិញនេះមិនមែនជាការធ្វើល្អដាក់អ្នកនេះគឺជាចិត្តស្មោះត្រង់មនុស្សដូចអ្នកជាតិនឹងក៏មិនយល់ដែរផ្អែកលើការសម្ដែងរបស់អ្នកតាមពិតទៅពួកយើងគួរតែដកសិទ្ធិប្រកួតរបស់អ្នកព្រោះចរិតនិងគុណធម៌របស់អ្នកអន់ពេកបើមិនមែនព្រោះតែលោកគូសវីនិងលោកវ៉ាងដាប៊ីនជួយអង្គទេសូម្បីតែលេខ3ក៏អ្នកមិនមានសិទ្ធិដែរពិតមែនហើយពួកយើងធ្វើបែបនេះក៏ព្រោះចង់ឲ្យអ្នកកែខ្លួនខំប្រឹងរៀនសូត្របច្ចេកទេសឲ្យល្អកុំគិតរឿងមិនល្អទៀតឡើយបានខ្ញុំយល់ហើយពួកអ្នករួមដៃគ្នាបោកប្រាស់ខ្ញុំមែនទេគូសវីចាំមើលសិនទៅសឺវីនេះជាគិតយូរមួយទៀតបន្ទាប់ពីពានរង្វាន់ស្តេកក្តាមបន្តខំប្រឹងទៅអនាគតរបស់អ្នកនឹងមិនធម្មតាឡើយទោះបីជាឥឡូវអ្នកមានត្រឹមតូបតូចមួយតែខ្ញុំជឿថាអ្នកនឹងធ្វើឲ្យវាធំធាត់បានបាទខ្ញុំនឹងខំប្រឹងលោកគូឈ្នះពានរង្វាន់នេះពិតជាស័ក្តិសមណាស់ខ្ញុំពិតជាកោតសរសើរគាត់ខ្លាំងណាស់ពិតមែនហើយឥឡូវខ្ញុំទើបតែដឹងរឿងដែលលោកគូជួយសង្គ្រោះស្ដេចបង្កងពីមុនមកបាននិយាយពីជំនាញធ្វើបង្កងរបស់លោកគូបើគាត់ហ៊ានទទួលលេខ2លោកគ្មានអ្នកណាហ៊ានអះអាងថាខ្លួនជាលេខ1ឡើយអ្នកទាំងអស់គ្នាជួគ្នាទៅនឹងទទួលបានគ្រប់គ្នាយើងបានត្រៀមទុកគ្រប់គ្រាន់នេះថាអ្នកទាំងអស់គ្នានឹងបានញ៉ាំបង្កងឆ្ងាញ់ម្ចាស់ជើងឯកការប្រកួតបង្កងកំពុងតែបម្រើពួកយើងនៅទីនេះពួកយើងពិតជាមានសំណាងណាស់ពិតជាសំណាងមែនមើលទៅខាងក្រោយនោះចុះអ្នកតម្រង់ជួរកាន់តែច្រើនឡើងហើយបងយើងមិនអាចមកខាត់ពេលទេតែញ៉ាំបង្កងបន្តិចទៅមែនហើយខ្ញុំមិនបានញ៉ាំប៉ុន្មានថ្ងៃនេះនឹកចង់ញ៉ាំខ្លាំងណាស់និយាយតាមត្រង់ចុះបង្កងរបស់លោកគូគឺឆ្ងាញ់មែនទែនញ៉ាំចេះតែគិតពីរឿងញ៉ាំខ្ញុំនាំពួកឯងមកទីនេះដើម្បីរកបញ្ហាឲ្យគាត់មិនមែនឲ្យមកជួយគ្រប់គ្រងអាជីវកម្មគាត់ទេបងយើងស្ដាប់តាមបងចង់ឲ្យធ្វើអ្វីយើងនឹងធ្វើតាមទាំងអស់ល្អឯងយកឆ្នាំនេះទៅដាក់ក្នុងបង្កងរបស់គាត់ទៅចាំមើលពេលគេញ៉ាំទៅនឹងមានរឿងកាត់ឡើងពេលនោះគេឈ្មោះរបស់លោកគូនឹងត្រូវចាប់ហើយខ្ញុំមិនហ៊ានធ្វើដល់ថ្នាក់នេះទេបើមានរឿងអ្វីកាត់ឡើងវាជារឿងធំហើយបង្កងទាំងនេះមានបញ្ហាហេតុអ្វីបានជាវាស្លាប់អស់បែបនេះលោកគូប្រហែលជាបង្កងទាំងនេះវាដាក់ក្នុងប្រអប់យូរពេកហើយទើបវាដាច់ខ្យល់ស្លាប់ខ្ញុំថាអ្នកគ្រាន់តែយកទៅឆាទៅប្រកាសជាមិនអីទេមែនហើយលោកគូនៅមានមនុស្សជាច្រើនកំពុងរងចាំនៅខាងក្រោយបើមិនដូច្នោះទេពួកគេនឹងខាត់ពេលមកទេបង្កងទាំងនេះមានបញ្ហាពិតមែនខ្ញុំមិនអាចយកសុខភាពអតិថិជនមកលេងសាច់បានទេប្រាប់អ្នកទាំងអស់គ្នាទៅខ្ញុំនឹងចែកបានញ៉ាំបង្កងដោយឥតគិតថ្លៃជូនសូមឲ្យពួកគេមកញ៉ាំនៅថ្ងៃក្រោយនេះទុកជាការសុំទោសដល់អ្នកទាំងអស់គ្នាណាលោកគ្រូធ្វើបែបនេះដើម្បីអ្វីទៅបង្កងមានទាំងរស់មានទាំងងាប់ជារឿងធម្មតាទេខ្ញុំមានការសម្រេចចិត្តនឹងគោលការណ៍របស់ខ្ញុំសូមអ្នកទាំងអស់គ្នាជួយយល់ពីខ្ញុំផងតើមានរឿងអ្វីបង្កងនៅសល់ច្រើនណាស់ហេតុអ្វីមិនលក់ឲ្យពួកយើងឬមួយក៏ទុកឲ្យអ្នកផ្សេងឃើញពួកយើងងាយបោកមែនទេបើមិនមែនព្រោះតែម្ហូបឆ្ងាញ់ទេនោះពួកយើងមិនមកឈរតម្រង់ជួរខាត់ពេលបែបនេះទេចាំមើលចុះញ៉ាំលើកនេះចប់ពួកយើងលេងមកទៀតហើយអើយអ្នកទាំងអស់គ្នាមិនមែនខ្ញុំរឹងរូសទេក៏មិនមែនខ្ញុំមិនចង់បានលុយដែរគ្រាន់តែខ្ញុំគិតថាលុយដែលរកបានត្រូវតែជាលុយស្អាតស្អំអ្នកទាំងអស់គ្នាសាកមើលចុះបង្កងនេះងាប់ធម្មតាមែនទេអូ
បង្កងទាំងនេះមានជាតិពុលសោះសំណាងហើយដែលយើងមិនបានលក់ឲ្យភ្ញៀវលោកគ្រូពិតជាភ្នែកមុតមែនបង្កងនេះមានជាតិពុលពិតមែនសូម្បីតែរុយមកទុំក៏ងាប់ភ្លាមដែរនេះបញ្ជាក់ថាវាមានជាតិពុលខ្លាំងបើមានគេញ៉ាំចូលទៅមិនដឹងជាមានរឿងអ្វីកើតឡើងទេសំណាងហើយដែលលោកគ្រូនៅតែរក្សាគោចំហមិនបានស្ដាប់ខ្ញុំពិតជាចាស់ហើយភ្នែកមិនសូវស្ទើរតែធ្វើឲ្យមានរឿងធំលោកម្ចាស់ហាងហ្គោបង្កងដែលលោកទិញមកមានរាប់រយគីឡូមានដល់ទៅ10កេសមានតែមួយកេសចុងក្រោយនេះទេដែលមានបញ្ហាយើងត្រូវតែពិនិត្យរកមូលហេតុឲ្យត្រូវហើយត្រូវតែពិនិត្យឲ្យគ្រប់ជ្រុងជ្រោយឆុងហ្គួយទៅមើលកាមេរ៉ាសុវត្ថិភាពទៅខ្ញុំនឹងទៅសួរអ្នកលក់នៅជុំវិញការិយាល័យផ្សាររាត្រីមើលថាមានអ្នកណាសង្ស័យមកក្បែរនេះទេលោកគ្រូខ្ញុំបានមើលកាមេរ៉ារួចហើយគឺអាឡៃហៅនោះឯងវាធ្វើខ្លួនគួរឲ្យសង្ស័យមិនដឹងវាធ្វើអ្វីខ្លះទេរូបភាពក្នុងកាមេរ៉ាមិនសូវច្បាស់វាហាក់ដូចជាចេតនាជ្រើសរើសកន្លែងដែលកាមេរ៉ាមិនអាចថតមិនថាវាជាអ្នកធ្វើអត់នោះទេយើងរាយការណ៍ទៅសមត្ថកិច្ចភ្លាមទៅឲ្យគេមកពិនិត្យមើលរឿងនេះវាប៉ះពាល់ដល់អាយុជីវិតមនុស្សយើងមិនអាចទុកឲ្យរឿងនេះស្ងាត់បានទេចាំមើលទៅចុះអាហ្គោឆូយនឹងចាប់ហើយយប់មិញវាខាត់លុយច្រើនណាស់ទៅហើយសំខាន់គឺគេឈ្មោះវាខូចអស់ហើយទៅទៀតអ្នកណាហ៊ានទៅញ៉ាំបង្កងនៅហាងវាទៀតទោះបីជាមានអ្នកហ៊ានទៅញ៉ាំយើងក៏មិនខ្លាចដែរយ៉ាងច្រើនយើងដាក់ថ្នាំវាទៀតទៅពួកអ្នកដែលធ្លាប់ទៅញ៉ាំបង្កងហាងហ្គោឆូយមិនយូរទេនឹងមកញ៉ាំនៅហាងយើងវិញបងចាំតែរាប់លុយដែរញ៉ទៅហាចាំមើលពេលគេឈ្មោះវាខូចកូនសិស្សដែលវាទៅប្រកាសជីចប់ដូចគ្នាដល់ពេលនោះខ្ញុំនឹងខ្លាចជាម្ចាស់ជើងឯកប្រកួតធ្វើបង្កងល្អណាស់ដល់ពេលនោះមកហាងយើងប្រកាសជាមានគេតម្រង់ជួរវិញអន្លាយមកដោយសារល្បីឈ្មោះអ្នកមានជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការទុច្ចរិតឥឡូវសូមអញ្ជើញទៅជាមួយនិយាយលេងមែនទេខ្ញុំជាអ្នករកស៊ីត្រឹមត្រូវធ្វើរឿងបែបនេះកើតដែរឬឥឡូវផុសតាំងមានគ្រប់គ្រាន់ហើយអ្នកនៅមានអ្វីចង់ដោះសារទៀតមិនមែនខ្ញុំទទួលស្គាល់ថាខ្ញុំតែវាមិនទាន់មានចុះពួកអ្នកចាប់ខ្ញុំធ្វើអីយប់មិញខ្ញុំឃើញផ្ទាល់ភ្នែកពេលយោសូយដឹងថាបង្កងមានបញ្ហាគាត់ក៏ឲ្យភ្ញៀវទាំងអស់ត្រឡប់ទៅវិញគ្មានអ្នកណាបានញ៉ាំបង្កងនឹងទេការដែលអ្នកប៉ុនប៉ងធ្វើបាបគេក៏ជាទោសធ្ងន់ដែរអ្នកនៅគិតចង់ធ្វើរឿងអាក្រក់បែបនេះទៀតដោយសារចិត្តនេះរបស់អ្នកអាក្រក់ខ្លាំងណាស់ពួកយើងនឹងបន្ថែមទោសដល់អ្នកនាំខ្លួនឡៃហៅទៅភ្លាមខ្ញុំគេនិយាយថាឡៃហៅម្នាក់នេះច្រណែននឹងមុខរបរយោសូយទើបរកគ្រប់វិធីដើម្បីកម្ចាត់គេឥឡូវចាប់ខ្លួនឯងហើយមនុស្សអីក៏ល្ងងម្លេះមុខរបរខ្លួនឯងធ្វើមិនបាននៅគិតចង់ទៅកម្ចាត់អ្នកដទៃសំណាងហើយដែលមិនមានរឿងបើមិនអញ្ចឹងទេជីវិតគាត់ប្រហែលជាចប់ហើយតាមដែលអ្នកទាំងពីរដឹងតើមានអ្នកណាផ្សេងទៀតពាក់ព័ន្ធក្នុងរឿងនេះទេបើមានពួកយើងអាចនាំខ្លួនពួកគេទៅសាកសួរបានលោកម្ចាស់យកពួកយើងគ្រាន់តែហ៊ានគិតតែមិនហ៊ានធ្វើទេណាហ៊ានប្រឆាំងនឹងលោកទៅពិតមែនហើយពួកយើងនិយាយការពិតទាំងអស់ខ្ញុំគិតថាអ្នកប្រហែលជាយល់ពីការលំបាករបស់ពួកយើងធ្វើការឲ្យឡៃហៅគាត់ឲ្យធ្វើអីក៏ត្រូវតែពួកយើងមិនអាចប្រកែកបានទេខ្ញុំមិនមែនជាមនុស្សដែលចេះតែចោទប្រកាន់អ្នកហើយក៏មិនទុកឲ្យអ្នកអាក្រក់រួចខ្លួនដែរកាន់តែមិនជឿពាក្យសម្ដីរបស់ពួកអ្នកឡើយខ្ញុំមើលទៅលើទង្វើរបស់ពួកអ្នកតែប៉ុណ្ណោះហាអ្នកគឺលោក Goshia មែនទេខ្ញុំជាម្ចាស់ផ្ទះជួលនេះចង់ឆ្លៀតឱកាសនេះនិយាយរឿងខ្លះជាមួយអ្នកខ្ញុំចង់ផ្ទេរសិទ្ធិជួលតូបនេះចាប់ពីពេលនេះទៅឲ្យអ្នកមិនដឹងថាអ្នកយល់ព្រមទេខ្ញុំទើបតែចាប់ផ្ដើមរកស៊ីនៅផ្សាររាត្រីបានបន្តិចមិនទាន់មានគម្រោងបើកហាងនៅឡើយទេចុះបើខ្ញុំប្រាប់ថាតូបនេះខ្ញុំឲ្យជួលដោយឥតគិតថ្លៃវិញតាមធម្មតាអ្នកមិនចាំបាច់ធ្វើដល់ថ្នាក់នេះទេតើគោលបំណងរបស់អ្នកជាអ្វីបើមិនពន្យល់ឲ្យច្បាស់ទេអ្នកណាហ៊ានជួលតូបដែលឲ្យដោយឥតគិតហើយថែមទាំងជាតូបដែលឡៃហៅធ្លាប់នៅទៀតអ្នកគិតបែបនេះក៏មិនខុសដែរប៉ុន្តែខ្ញុំមានហេតុផលផ្ទាល់ខ្លួនទើបសម្រេចចិត្តបែបនេះចាប់តាំងពីឡៃហៅចាប់ផ្ដើមរករឿងអ្នកមកវាបានតាក់ទាញការស្អប់ខ្ពើមពីមនុស្សសូម្បីតែខ្ញុំជាម្ចាស់ផ្ទះក៏ត្រូវគេគំរាមមិនដឹងប៉ុន្មានដងដែរដូច្នេះអ្នកចង់ផ្ទេរតូបនេះឲ្យខ្ញុំលោកម្ចាស់ដើម្បីឲ្យអ្នកអាចរស់នៅបានសុខស្រួលមែនទេត្រឹមត្រូវហើយនោះគឺជាបំណងរបស់ខ្ញុំគ្រាន់តែគិតថាធ្វើបែបនេះគឺចំណេញទាំងសងខាងបាននិយាយក្នុងផ្លូវអាក្រក់គឺខ្ញុំកំពុងប្រើប្រាស់អ្នកតែវាក៏មិនបានធ្វើឲ្យអ្នកខាត់បង់អ្វីដែរហើយអ្នកក៏មានសិទ្ធិបដិសេធខ្ញុំដែរពិតជាអរគុណសម្រាប់ទឹកចិត្តរបស់អ្នកណាស់តែពេលនេះខ្ញុំមិនទាន់គិតចង់បដូរទីតាំងទេអ្នកក៏ជាអ្នករកស៊ីដែរគួរតែយល់ពីចំណុចនេះពេលបដូរទីតាំងគឺតែងតែបាត់បង់អតិថិជនច្រើនឥឡូវខ្ញុំទើបតែរៀបចំខ្លួនបានមិនចង់រំកិលខ្លួនទៅណាទៀតទេលោកកៅពិតជាមានបទពិសោធន៍ច្រើនមែនត្រូវហើយបើអញ្ចឹងខ្ញុំសូមលាទៅសិនហើយគ្រូតាមមកពីគ្រូស្អប់រឿងដែលលីហៅធ្វើដាក់ពួកយើងបានជាគ្រូមិនចង់មកទីនេះមែនទេលីហៅពិតជាគួរឲ្យស្អប់មែនតែគេមិនសមនឹងឲ្យខ្ញុំខាត់ពេលស្អប់ទេខ្ញុំត្រូវចំណាយដើម្បីកែលម្អរសជាតិបង្គាតើមានពេលឯណាមកខ្វល់ពីមនុស្សបែបហ្នឹងឥឡូវនេះល្អហើយអាម្នាក់ឈ្មោះលីហៅហ្នឹងធ្វើអីមិនគិតទីបំផុតខូចខាត់ខ្លួនឯងប្រហែលជាមិនងាយចេញមកវិញទេមនុស្សចិត្តអាក្រក់បែបនេះថ្ងៃណាមួយនឹងជួបគ្រោះមិនខានបង្គាឆ្ងាញ់មិនព្រមញ៉ាំថ្ងៃគិតតែពីរឿងមិនល្អមិនយល់សោះថាគេគិតស្អីលោកកៅពួកយើងមកពីកម្មវិធីផ្សព្វផ្សាយរសជាតិចង់មកសម្ភាសន៍លោកបន្តិចឬថាអ្នកឈ្នះការប្រកួតកាលពីប៉ុន្មានថ្ងៃមុន
ថែមទាំងទទួលបានងារជាស្តេចបង្គាទៀតហើយត្រូវបានគេចាត់ទុកថាជាអាហារដែលគួរឲ្យចង់សាកល្បងបំផុតតើលោកយល់យ៉ាងណាដែររសជាតិគឺជាចំណូលចិត្តរៀងខ្លួនខ្ញុំគ្រាន់តែរកឃើញចំណុចកណ្ដាលនៃរសជាតិបង្គាធ្វើឲ្យវាមានរសជាតិដែលមនុស្សទូទៅចូលចិត្តតើលោកធ្វើវាដោយរបៀបណាមានកលិះអ្វីចង់ចែករំលែកដល់ពួកយើងទេធ្វើអ្វីមួយដោយយកចិត្តទុកដាក់បើព្យាយាមទៅស៊ូនឹងទទួលបានជោគជ័យជាក់ជាមិនខានលោកកូតើពេលណាទើបលោកបើកសាខាថ្មីមានមនុស្សជាច្រើននៅឆ្ងាយចង់ញ៉ាំបង្គារបស់លោកពិបាកណាស់កម្លាំងខ្ញុំម្នាក់ឯងមានកម្រិតខ្ញុំខ្លាចបើកសាខាទៅគ្រប់គ្រងមិនបានដិតដល់ធ្វើឲ្យរសជាតិធ្លាក់ចុះគ្រូបើខ្ញុំស្ម័គ្រចិត្តទៅបើកសាខាឲ្យគ្រូតើបានទេឯងជាកូនសិស្សរបស់ខ្ញុំជឿជាក់លើស្នាដៃបងទាំងស្រុងតែបងត្រូវមានអ្នកជួយមើលតើលោកនៅមានពេលទំនេរដើម្បីបើកសាខាបន្ថែមទៀតដែរឬទេលោកថៅកែហ្គោកុំបារម្ភអីកុំភ្លេចណាអ្វីដែលខ្ញុំនីហ្វៃចូលចិត្តបំផុតគឺរបស់នេះឯងបើលេខាខ្ញុំអាចបើកសាខាបានខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់បើអញ្ចឹងខ្ញុំក៏គ្មានបញ្ហាអ្វីដែរបើសម្រេចចិត្តបែបនេះហើយស្អែកយើងចាប់ផ្ដើមរៀបចំតែម្ដងទៅខំប្រឹងបើកសាខានេះឲ្យបានឆាប់បំផុតគ្រូបើគ្មានចំណេះដឹងដែលគ្រូបង្ហាត់បង្រៀនខ្ញុំទេក៏គ្មានខ្ញុំនៅថ្ងៃនេះដែរខ្ញុំនឹងខំរក្សារសជាតិនេះបន្តទៅមុខទៀតឲ្យមនុស្សកាន់តែច្រើនចូលចិត្តបង្គារបស់យើងពិតមែនហើយខ្ញុំជឿថាពួកយើងនឹងធ្វើបានគ្រូថ្ងៃនេះហាងយើងលក់ដាច់ខ្លាំងណាស់លក់តែមួយថ្ងៃស្មើនឹងលក់នៅតូបយប់កន្លះខែណោះចុះបើខ្ញុំប្រគល់ហាងនេះឲ្យគ្រូគ្រប់គ្រងវិញឲ្យខ្ញុំទៅមើលតូបយប់នោះជំនួសក្រវិញព្រោះទីនោះវាតូចពេកមិនអីទេខ្ញុំមិនខ្វល់រឿងតូចធំឡើយឲ្យតែបានធ្វើបង្គាលក់គឺបានហើយអញ្ចឹងបែបនេះចុះខ្ញុំនឹងចែកចំណូលពាក់កណ្ដាលនៃហាងនេះឲ្យគ្រូហាមបដិសេធដាច់ខាតចំណែកឯតូបយប់នោះវិញគ្រូអាចឲ្យអ្នកគ្រូជួយបានធ្វើបែបនោះចំណូលទាំងអស់នៅតូបនឹងបានទៅគ្រូក៏មិនបាច់បែងចែកលុយជាមួយពួកយើងដែលជួយការងារនោះដែរលុយនៅទីនេះគឺជាកម្លាំងញើសឈាមរបស់គ្រូខ្ញុំមិនយកទេគ្រូបានលះបង់ច្រើនណាស់ក្នុងនាមជាសិស្សតើឲ្យខ្ញុំដណ្ដើមមុខរបរគ្រូបានយ៉ាងម៉េចអ្នកធ្វើបែបនេះគឺត្រឹមត្រូវគឺជាលោកម្ចាស់ហាងហ្គោដែលមានសមត្ថភាពបែបនេះនិងមានចិត្តស្មោះត្រង់បែបនេះពិតជាគួរតែរកលុយបានច្រើនលោកអ៊ំនីសូមលោកខ្ញុំមិនមែនជាមនុស្សប្រភេទលីខ្ញុំដឹងពីអ្វីដែលគួរធ្វើអ្វីដែលត្រូវផ្ដល់ឲ្យខ្ញុំនឹងមិនឲ្យខ្វះសំបីតែមួយយន់ស្នាដៃនេះគ្រូសាយើងពិតជាសំណាងដែលមានបងជាបង្គោលមួយជីវិតនេះខ្ញុំពិតជាមិនបានជ្រើសរើសមនុស្សខុសមែនឲ្យតែអូននិងកូនរស់នៅបានសុខបងក៏មានក្តីសុខដែរយើងមានចំណេះវិជ្ជាក្នុងខ្លួនអត់មានអ្វីនឹងកាន់តែល្អប្រសើរឡើងអ្នកក៏សមនឹងទទួលបានសុភមង្គលបែបនេះដែរលោកគួយសៅអ៊ីលោកធ្វើឲ្យប្តីខ្ញុំលីហាវជាប់គុកខ្ញុំនឹងតាំងជាមួយលោកឲ្យដល់ទីបំផុតខ្ញុំធ្វើការដោយសុចរិតមិនមានអ្វីត្រូវខ្លាចទេអ្នកទៅសួរលីហាវខ្លួនឯងទៅថាគាត់ពិតជាបានធ្វើខុសមែនឬអត់អ្នករកស៊ីមុខរបរដូចគ្នាតែងតែចង់ឈ្នះចាញ់អ្នកគិតថាខ្ញុំជឿសម្ដីអ្នកមែនទេចាំមើលទៅខ្ញុំនឹងរកគ្រប់វិធីសាស្ត្រក្នុងមុខរបរលក់បង្កងដែលអ្នកជំនាញបំផុតនេះកំទេចអ្នកឲ្យដល់ទីបំផុតដើម្បីឲ្យអស់កំហឹងនេះមនុស្សម្នាក់នេះគ្មានហេតុផលដឹងខុសត្រូវអ្វីក៏មកបង្កចំនួនបែបនេះមនុស្សបែបនេះយើងមិនគួរទៅញ៉ៃញ៉ៃជាមួយបើអាចគេចបានគួរតែគេចឲ្យឆ្ងាយទៅពិតមែនហើយប៉ាកូនមិនចង់ឲ្យប៉ាមានរឿងអ្វីទេគ្រួសារយើងរស់នៅដោយសុខសាន្តរកលុយបានខ្លះក៏គ្រប់គ្រាន់ដែរកុំបារម្ភអីមានប៉ានៅទីនេះសួស្តីបងប្អូនទាំងអស់គ្នាសូមគុំរំលងឱកាសហាងបង្កងអាំងរបស់យើងបានកែសម្រួលរូបមន្តនិងរំទាំងរៀបចំតុបតែងហាងឡើងវិញសូមអញ្ជើញមកភ្លក់ទាំងអស់គ្នាអ្នកដែលមកថ្ងៃនេះនឹងទទួលបានការបញ្ចុះតម្លៃ 20% កម្មវិធីហាងនេះស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់យើងចូលទៅភ្លក់មើលពេលហាងទើបបើកថ្មីតែងតែមានការបញ្ចុះតម្លៃយើងប្រកាសជាមិនខាតបង់អ្វីខ្ញុំចាំបានថាម្ចាស់ហាងនេះធ្លាប់ជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងការប្រកួតធ្វើបង្កងទៀតផងអ្នកស្រីម្ចាស់ហាងថ្ងៃនេះភ្ញៀវច្រើនណាស់ធ្វើឲ្យគ្រឿងផ្សំក្នុងផ្ទះបាយមិនគ្រប់គ្រាន់ទេអ្នកទៅលីបន្ថែមទៀតទៅខ្ញុំដឹងហើយអ្នកស្រីយើងប្រើគ្រឿងផ្សំច្រើនម្ល៉េះអតិថិជនញ៉ាំទៅមិនមានបញ្ហាទេគ្រឿងផ្សំច្រើនជាងសាច់បង្កងទៅទៀតហើយគ្រឿងផ្សំទាំងនេះមានក្លិនឈ្ងុយខ្លាំងណាស់ពួកអ្នកដឹងអ្វីដើម្បីកាត់បន្ថយចំណាយយើងសុទ្ធតែប្រើបង្កងកកបង្កងងាប់និងបង្កងខូចបើមិនដាក់គ្រឿងក្រអូបនិងសារធាតុបន្ថែមច្រើនបែបនេះតើអាចបិទបាំងក្លិនស្អុយនោះចិត្តដែរឬចាំស្អែកព្រឹកខ្ញុំនឹងទិញបង្កងស្រស់មួយចំនួនមកប៉ុន្តែវាមិនមែនសម្រាប់ឲ្យភ្ញៀវញ៉ាំទេខ្ញុំបានណាត់ស្ថានីយទូរទស្សន៍ឲ្យមកសម្ភាសទុកឲ្យគេឃើញទៅត្រូវដាក់ឲ្យឃើញច្បាស់យល់ទេចាស់យោអញមើលការខុសត្រូវនៅហាងផងខ្ញុំនឹងទៅទាញយកភ្ញៀវពីហាងលោកគូសាវីនៅទីនោះមានភ្ញៀវច្រើនសុទ្ធតែចូលចិត្តញ៉ាំបង្កងបើដឹងថាហាងយើងលក់ធូរថ្លៃពួកគេប្រកាសជាមកទាំងអស់ចាស់អ្នកស្រីលក់ដាច់ខ្លាំងណាស់
ប្អូនប្រុសមើលជួរដែលគេតម្រង់ជួរនេះទៅចាំធ្វើអីទៀតខ្ញុំស្គាល់ហាងបង្កងបើកថ្មីមួយរសជាតិឆ្ងាញ់ជាងហាងនេះទៅទៀតហើយថែមទាំងធូរថ្លៃទៅសាកល្បងទៅពិតមែនឬកុំកុហកខ្ញុំណាបើមានហាងណាឆ្ងាញ់ជាងនេះមែនខ្ញុំប្រកាសជីទៅសាកបន្តិចទៀតខ្ញុំត្រូវទៅធ្វើការវិញគ្មានពេលតម្រង់ជួរទេប្រាប់ខ្ញុំមកហាងនោះនៅណាខ្ញុំនឹងទៅឥឡូវនេះនៅមិនឆ្ងាយពីនេះទេខ្ញុំអាចនាំអ្នកទាំងអស់គ្នាទៅបងប្អូនទាំងអស់គ្នាដែលមិនចង់រងចាំជួរខ្ញុំស្គាល់ហាងបង្កងឆ្ងាញ់មួយទៀតធូរថ្លៃជាងនេះច្រើនណាស់អ្នកណាដែលចង់ទៅជាមួយខ្ញុំឥឡូវនេះបានសាករសជាតិកន្លែងផ្សេងខ្លះទៅមិនសាកក៏មិនដឹងដែរទៅយើងទៅសាកទាំងអស់គ្នាមនុស្សនេះគ្មានហេតុផលសោះហ៊ានមកទាញភ្ញៀវយើងដល់ទីនេះខ្ញុំទៅប្រាប់អ្នកគ្រប់គ្រងផ្សាររាត្រីឲ្យគេជួយការពារសិទ្ធិយើងអ្នកមើលចុះគឺមនុស្សម្នាក់នេះឯងគេបានបញ្ចុះបញ្ចូលភ្ញៀវដែលតម្រង់ជួរមកខាងយើងឲ្យទៅតាមគេអស់ហើយអ្វីដែលសំខាន់នោះគឺគេមិនមែនជាអ្នកលក់ក្នុងផ្សារយើងទេទង្វើនេះធ្វើឲ្យប៉ះពាល់ដល់ផ្សារយើងខ្លាំងណាស់ឯងជាអ្នកណាមិនដឹងទេថាទង្វើនេះវាអាក្រក់ខ្លាំងណាស់ខ្ញុំមិនខ្វល់ថាវាអាក្រក់ឬអត់ទេឲ្យតែហាងខ្ញុំលក់ដាច់គឺបានហើយពួកគេចង់ទៅញ៉ាំអីនៅណាក៏ជារឿងរបស់គេដែរនោះជាសិទ្ធិរបស់គេពួកអ្នកហ៊ានបង្ខំគេឲ្យទិញទៀតហេបើខ្ញុំទៅដណ្ដើមភ្ញៀវដល់ក្នុងហាងអ្នកវិញអ្នកអាចធ្វើជាមើលមិនឃើញបានទេអានឹងមិនបានទេបើអ្នកហ៊ានតែទៅខ្ញុំនឹងវាបំបាក់ជើងអ្នកឲ្យមើលបែបនេះមិនសមហេតុផលសោះមានតែអ្នកទេដែលចេះតែគៀបសង្កត់មិនឲ្យអ្នកដទៃនិយាយរកហេតុផលខ្លះទេហេជប់និយាយច្រើនទៅបានទេខ្ញុំនឹងនាំពួកគេទៅញ៉ាំអីនៅអ្នកចង់ធ្វើអីខ្ញុំអ្នកទាំងអស់គ្នាទៅជាមួយខ្ញុំទៅញ៉ាំបង្កងអាំងនៅហាងខ្ញុំវិញខ្ញុំបញ្ចុះតម្លៃឲ្យ 40% អ្នកកំពុងតែរំលោភលើច្បាប់បង្កភាពប្រញែញញ៉ៃយើងមានសិទ្ធិដាក់ទណ្ឌកម្មអ្នកត្រូវតែទៅការិយាល័យជាមួយយើងថយចេញទៅអ្នកណាហ៊ានប៉ះខ្ញុំសាកមើលខ្ញុំនឹងឲ្យដឹងដៃបងស្រីកុំតន់អើខឹងអីបើបងកាច់ខ្លាំងពេកបែបនេះពួកយើងមិនហ៊ានទៅញ៉ាំអីនៅហាងបងទេមិនបានទេពួកអ្នកសន្យាជាមួយខ្ញុំហើយយប់នេះត្រូវតែទៅឲ្យបានទៅមើលអ្នកណាហ៊ានខាត់ពួកយើងពួកអ្នកនេះពិតជាអាក្រក់ខ្លាំងណាស់ពិតជាគ្មានកេរ្តិ៍ខ្មាសមែនប្តីខ្ញុំត្រូវគេដាក់គុកព្រោះតែលោកគូស៊ូវីមិនដឹងពេលណាបានចេញមកវិញទេខ្ញុំខំរកស៊ីចិញ្ចឹមជីវិតបើកហាងដើម្បីរកចំណូលខ្លះតែពួកអ្នកនៅតែមកគៀបសង្កត់ខ្ញុំទៀតខ្ញុំស្លាប់ទៅឲ្យវាចប់ទៅបើពួកអ្នកចង់ដឹងខ្ញុំអាចនិយាយរឿងលីហាវប្រាប់ឲ្យអស់គ្មានសល់មិនបានអ្នកហាមនិយាយប្តីខ្ញុំក៏ត្រូវការមុខមាត់ដែរបើអ្នកហ៊ាននិយាយខ្ញុំនឹងហែកមាត់អ្នកខ្ញុំស្មានតែគេមានរឿងអយុត្តិធម៌អីធំដុំតាមពិតខ្លួនឯងនឹងឯងជាមនុស្សអាក្រក់មិនបាច់និយាយរឿងផ្សេងទេមនុស្សល្អឯណាតែដេកដួលរមៀលលើដីបែបនេះមិញនេះគាត់ពិតជាកាច់ខ្លាំងណាស់ខ្ញុំលែងហ៊ានទៅញ៉ាំបង្កងនៅហាងគាត់ទៀតហើយអ្នកស្រីបើអ្នកស្រីនៅតែបន្តបង្កយើងនឹងឲ្យសមត្ថកិច្ចមកដោះស្រាយពួកយើងត្រឹមតែអាចពិន័យជាលុយប៉ុណ្ណោះតែបើសមត្ថកិច្ចមកគេអាចចាប់អ្នកស្រីគុំខ្លួនមួយរយៈបានណាហាទស្សនិកជនទាំងអស់គ្នានៅពីក្រោយខ្ញុំនេះហើយគឺជាហាងដែលកំពុងល្បីខ្លាំងរឿងបង្កងអាំងក្រៅពីតម្លៃថោកជាងទីផ្សារឆ្ងាញ់ណាស់ហើយរសជាតិក៏ឆ្ងាញ់ខ្លាំងដែរតោះយើងចូលទៅមើលទាំងអស់គ្នាកុំតន់ចូលអីឡានដឹកទំនិញទើបតែមកដល់អ្នកទាំងអស់គ្នាអាចមើលវត្ថុធាតុដើមយើងសិនប្រហែលជាអាចដឹងហើយថាហេតុអ្វីបានជាហាងយើងលក់ដាច់ខ្លាំងម្ល៉េះបើចង់បានរសជាតិឆ្ងាញ់វត្ថុធាតុដើមត្រូវតែរើសដោយយកចិត្តទុកដាក់លោកអ្នកសារព័ត៌មានតើលោកយល់យ៉ាងណាចំពោះគុណភាពបង្កងទាំងនេះតាំងពីខ្ញុំធំដឹងក្តីមិនដែលឃើញបង្កងណាធំហើយស្រស់បែបនេះសោះមិនចម្លែកទេដែលហាងអ្នកលក់ដាច់ឥឡូវយើងរកឃើញមូលហេតុហើយអញ្ចឹងហើយលោកជួយផ្សព្វផ្សាយឲ្យយើងផងឲ្យគេមកភ្លក់ឲ្យបានច្រើនពិតប្រាកដណាស់ពួកយើងក៏ចង់ចូលទៅភ្លក់ដែរតែប្លែកណាស់បង្កងមុននេះធំស្មើនឹងកណ្ដាប់ដៃទៅហើយចុះហេតុអ្វីបានជាបង្កងដែលលើកមកនេះតូចជាងមេដៃទៅទៀតនេះហើយដែលគេហៅថាអត់យល់បង្កងពេលចំអិនរួចសាច់វាត្រូវតែរួញតូចជាងមុនកុំថាឡើយនៅហាងខ្ញុំទោះអ្នកចំអិននៅផ្ទះខ្លួនឯងក៏ជួបបញ្ហានេះដែរតែខ្ញុំនៅតែមានអារម្មណ៍ថាខុសប្រក្រតីបើនិយាយពីរឿងសាច់រួញខ្ញុំអាចយល់បានតែបង្កងដើមធំប៉ុណ្ណោះមិនអាចរួញតូចខ្លាំងដល់ថ្នាក់នេះទេតើបង្កងធំទាំងនោះគ្រាន់តែជាការសម្ដែងឲ្យយើងមើលមែនទេអ្វីដែលអតិថិជនញ៉ាំពិតប្រាកដគឺបង្កងតូចបែបនេះឯងកុំចេះតែនិយាយផ្ដេសផ្ដាសរសជាតិហាងខ្ញុំគឺមិនធម្មតាទេបើមិនអញ្ចឹងទេមិនក៏មានភ្ញៀវច្រើនមកញ៉ាំបង្កងហាងខ្ញុំម្ល៉េះ
រសជាតិបង្កងនេះឆ្ងាញ់មែនតែពេលញ៉ាំចូលទៅមិនក៏មិនសូវមានរសជាតិបង្កងសោះមានតែរសជាតិគ្រឿងផ្សំសុទ្ធខ្ញុំក៏មានអារម្មណ៍បែបហ្នឹងដែរមិនដូចរសជាតិអាហារសមុទ្រធម្មជាតិសោះអ្នកស្រីពួកយើងចង់ចូលទៅមើលផ្ទះបាយបន្តិចផ្ទះបាយមិនមែនឲ្យអ្នកណាចូលក៏បានដែរអនាម័យយើងតឹងរឹងណាស់អ្នកប្រហែលជាដឹងហើយផ្ទះបាយក៏គ្រាន់តែជាកន្លែងឆាបង្កងមានអីឲ្យមើលទៅបើអ្នកធ្លាប់មើលកម្មវិធីពួកយើងតែងតែចូលទៅពិនិត្យផ្ទះបាយបើផ្ទះបាយមិនអាចឲ្យគេមើលបានតើមិនមែនមានន័យថាហាងអ្នកមានបញ្ហាទេផ្ទះបាយពួកយើងគឺដូចអ្វីដែលអ្នកនិយាយអាចឲ្យមើលបានគ្រប់ពេលបើមិនជឿចូលមើលទៅបើរកមិនឃើញកំហុសទេអ្នកត្រូវតែជួយផ្សាយពាណិជ្ជកម្មឲ្យខ្ញុំទ្វេដងទេចាំមើលសិនចុះយ៉ាងម៉េចដែរខ្ញុំថាផ្ទះបាយខ្ញុំអត់បញ្ហាទេមើលឲ្យច្បាស់ទៅគ្រឿងផ្សំទាំងអស់នេះសុទ្ធតែមានប្រភពច្បាស់លាស់ត្រឹមត្រូវតាមច្បាប់នេះឬដែលអ្នកហៅថាស្អាតអនាម័យគ្រឿងក្រអូបនិងសារធាតុបន្ថែមរាប់សិបមុខនេះសុទ្ធតែគ្មានប្រភពច្បាស់លាស់អ្នកបានដាក់វាចូលក្នុងបង្កងមែនទេលេងមែនទេខ្ញុំមានសារធាតុទាំងនេះពីណាទៅបើមានមែងប្រហែលជាមានអ្នកចង់បង្កាច់ដឹងថាពួកអ្នកមកថ្ងៃនេះទើបយកមកដាក់ដើម្បីទម្លាក់កំហុសឲ្យខ្ញុំទោះបីជារបស់ទាំងនេះមិនបានដាក់ក្នុងបង្កងក៏ដោយតែចុះហេតុអ្វីក្នុងផ្ទះបាយអ្នកមានកណ្ដុរច្រើនម្ល៉េះវាក៏មិនស្របតាមបទបញ្ជាអនាម័យដែរបើអ្នកហ៊ានទម្លាយរឿងរបស់ខ្ញុំគុំសង្ឃឹមថាបានចេញទៅក្រៅទាំងរស់អ្នកឈួតទៅហើយឥឡូវអ្នកគ្រាន់តែខុសច្បាប់សុវត្ថិភាពចំណីអាហារទេបើហ៊ានគំរាមពួកយើងទៀតផលវិបាកនឹងកាន់តែធ្ងន់ធ្ងរអ្នកដឹងទេខ្ញុំគ្មានផ្លូវខុសត្រូវទេនាំគ្នាចូលទៅចាប់ពួកវាឃុំខ្លួនឲ្យអស់អ្នកស្រីឲ្យពួកយើងមានគ្រួសារត្រូវចិញ្ចឹមមិនហ៊ានធ្វើរឿងបែបនេះទេមែនហើយពួកយើងអាចក្បត់មន្តសការតែមិនអាចប្រព្រឹត្តបទឧក្រិដ្ឋបានទេពួកអ្នកនៅមានសតិសម្បជញ្ញៈល្អឆាប់គេចចេញទៅពួកយើងត្រូវចេញទៅក្រៅគ្រប់គ្នាសុវត្ថិភាពចំណីអាហារមិនមែនជារឿងតូចតាចទេទង្វើរបស់ប្តីប្រពន្ធលីហាវគឺជារឿងដែលអ្នកធ្វើការផ្នែកចំណីអាហារគ្រប់រូបគួរតែយកមកពិចារណាបើពួកគេរកស៊ីដោយស្មោះត្រង់ក៏មិនខ្វះលុយចាយដែរនរណានឹងស្មានទៅថាពួកគេជ្រើសរើសផ្លូវបែបនេះកម្មផលបានចាប់ផ្ដើមតាំងពីពេលដែលពួកគេបញ្ឈប់លោកកសូយីពីការងារកម្មពៀបានមកដល់ហើយរសជាតិដែលឆ្លងកាត់ការសាកល្បងនៃពេលវេលានៅតែជារបស់តូបលក់អាហារពេលយប់របស់គូស៊ូវីលោកគូស្ត្រីដែលធ្លាប់មកបង្កបញ្ហាឲ្យលោកនោះឥឡូវបិទហាងបាត់ហើយរត់ត្រឡប់ទៅស្រុកកំណើតវិញដោយភាពអាម៉ាស់មនុស្សបែបនោះគួរតែត្រូវឃុំខ្លួនមិនមែនត្រឹមតែពីន័យជីលុយទេមែនហើយអ្នកដែលធ្លាប់ញ៉ាំបង្កងហាងគាត់សុទ្ធតែមានបញ្ហាសុខភាពខ្លះមានបញ្ហាមេដាបូលីខ្លះទៀតប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំធ្វើបាបគេទីបំផុតធ្វើបាបខ្លួនសម្រាប់មនុស្សដូចគាត់ការត្រូវពីន័យលុយគឺជាចាប់ជាងស្លាប់ទៅទៀតលោកគូលោកអាចផលិតជាកញ្ចប់អាហារសម្រាប់ខ្ញុំនឹងត្រូវទៅបរទេសឆាប់នេះចង់ឲ្យមិត្តភក្តិនៅទីនោះបានភ្លក់ស្នាដៃនិយាយទៅខ្ញុំក៏កំពុងគិតរឿងនេះដែរហើយកូនស្រីខ្ញុំកំពុងសិក្សាពីវាឲ្យខ្ញុំហើយមិនយូរទេអ្នកទាំងអស់គ្នាអាចទិញគ្រឿងផ្សំនេះយកទៅធ្វើញ៉ាំនៅផ្ទះបានកុំបារម្ភអីគ្រឿងផ្សំដែលយើងលក់នេះគឺសុទ្ធតែជាគ្រឿងផ្សំធម្មតាមិនដូចម្ចាស់ហាងចិត្តខ្មៅកន្លែងផ្សេងទេដែលដាក់តែសារធាតុគីមីនិងគ្រឿងក្រអូបច្រើនរឿងនឹងពួកយើងជឿជាក់លើអ្នកស្រាប់ហើយនិយាយទៅបង្កងរបស់ហាងនោះទោះបីជាគេដាក់សារធាតុគីមីច្រើនយ៉ាងណាក៏នៅតែមិនឆ្ងាញ់ដូចរបស់ហាងអ្នកដែរហានេះហើយជាចំណុចដែលធ្វើឲ្យគេឈឺចាប់បំផុតលោកគោឲ្យសំណាងហើយដែលប៉ុន្មានឆ្នាំមកនេះអ្នកនៅតែរក្សាគុណភាពរសជាតិបានល្អបើមិនអញ្ចឹងទេយើងក៏មិនមានមុខរបរល្អដូចសប្តាហ៍ថ្ងៃនេះដែរបាទរសជាតិដែលធ្វើដោយចិត្តទើបអាចនៅបានយូរអង្វែងអ្វីគ្រប់យ៉ាងនឹងកាន់តែល្អប្រសើរឡើងជាលំដាប់